Ching ý,ខ្ញុំអង្វរអូនកុំទៅអីបានទេ Ching ý ខ្ញុំអង្វរអូនកុំចាក់ចេញអី ជាងឆឹងឈប់តាមរំខានខ្ញុំទៀតទៅខ្ញុំមិនដែលចូលចិត្តលោកទេ មនុស្សដែលខ្ញុំស្រឡាញ់គឺ Lin Chen រហូតមក Lin Chen 10 ឆ្នាំហើយ ហេតុអីក្នុងចិត្តអូននៅតែមានគេ បើមិនមែនដើម្បីគ្រួសារតកូយាទេខ្ញុំក៏មិននៅជាមួយលោកដែរ ពេលនៅជាមួយ Lin Chen ប៉ុន្មានថ្ងៃនេះសប្បាយចិត្តជាងនៅជាមួយលោក 10 ឆ្នាំទៅទៀត មិនអីទេខ្ញុំនឹងខំប្រឹងធ្វើឲ្យអូនសប្បាយចិត្ត Ching ý ឲ្យតែអូនមិនចាក់ចេញពីបងអូនឲ្យបងធ្វើអ្វីក៏បានដែរ មែនហេ ចឹងលោកទៅស្លាប់ទៅ អូននិយាយថាម៉េច ខ្ញុំថាឲ្យលោកទៅស្លាប់ទៅ ក្រុមហ៊ុនត្រកូលជាងខ្សែធនភាគហ៊ុនធ្លាក់ចុះ សុទ្ធតែជាស្នាដៃខ្ញុំ ក្រោយពេលត្រូវបង្ខំឲ្យរៀបការជាមួយលោកខ្ញុំស្អប់ បើលោកស្រឡាញ់ខ្ញុំមែនចឹងលោកទៅស្លាប់ទៅ ជាងឆឹង Ching ý. តាមពិតមនុស្សដែលអូននឹកគឺបងសោះ នេះគឺជាការពី 7 ឆ្នាំមុន ខ្ញុំបានកើតជាថ្មីអេ Ching ý បងបានត្រៀមទុន 10,000 លានសម្រាប់អូនហើយ ស្រឡាញ់គ្នា 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 ចង់ឲ្យត្រកូលយាយបោះទុន 10,000 លាន Lin Chen ឯងមានប្រយោជន៍អី ប៉ាទោះជា 10,000 លានឬ 100,000 លានឲ្យតែនាងត្រូវការខ្ញុំនឹងបោះទុន Ching ý. បងបានត្រៀមទុន 10,000 លានសម្រាប់អូនរួចហើយ ល្អណាស់ Lin Chen អូននឹងប្រាប់ដំណឹងល្អនេះដល់ប៉ា យាយ Ching ý ព្រោះតែព្រះឲ្យខ្ញុំកើតជាថ្មី ចឹងខ្ញុំនឹងមិនដើរជន់ដានចាស់ទៀតទេ ខ្ញុំនៅខេត្តនៅឡើយពិធីមង្គលការថ្ងៃស្អែកប្រហែលជាយឺតបន្តិចហើយ យាយ Ching ý Lin Chen ខ្ញុំនឹងលេងជាមួយពួកឯងដល់ទីបញ្ចប់ ហេតុអីជាងឆឹងមិនតុកសារខ្ញុំ ពីមុនគេលឿនណាស់ Ching ý ឯងកុំខ្វល់ពីគេអីល្អជាង ឃើញឯងចិត្តរៀបការប្រហែលជាគេឈួតហើយ ឈួតអេសខ្ញុំនិយាយអីហ្នឹង ពួកយើងគ្រាន់តែជាមិត្តនឹងគ្នាទេ សំបីតែឆ្កែនៅបារក៏ដឹងថាគេចូលចិត្តឯងដែរ គ្រាន់តែជាមិត្ត អ្នកណាជឿ ខ្ញុំ post story ឲ្យជាងឆឹងដឹងទៅបានហើយ គេមិនដឹងទេមែនទេ ខ្ញុំដឹងបាត់ទៅហើយ ស្អីគេ ខ្ញុំទៅតែ post story បិទជាងឆឹងគេចុច like បាត់ ស្អីគេ មិនអាចទេគេដឹងមែនហេ ហេតុអីគេមិនមករកខ្ញុំ ប្រហែលជាគេគិតថាជាល្បែង Truth or Dare ទេដឹងកុំគិតច្រើនទេគេមិនចឹងទេ គេតុកសារខ្ញុំលឿនណាស់ គេចុច like គ្រប់ការផុសរបស់ខ្ញុំ វាខុសធម្មតាពេកហើយ សួស្ដីលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅត្រូវបានបិទ ខ្ញុំទៅវិញសិនហើយ ណែ Ching ý កើតអីហ្នឹង មិនក៏ចោលលីនបងនៅមានរឿងជាច្រើនចង់និយាយជាមួយអូន
ភ្លេចវាទៅលីនឆេនពួកយើងលេងសិនទៅខ្ញុំទៅវិញសិនហើយជាងឆឹងគេដេកលក់ហើយហេតុអីគេមិនតបសារខ្ញុំ3 ឆ្នាំហើយជាងឆឹង3 ឆ្នាំមកនេះលោកស្ដាប់បង្គាប់ខ្ញុំណាស់ប៉ុន្តែជាងឆឹងស្មោះស្ម័គ្រនឹងឯងមិនខ្វល់ពីអ្នកផ្សេងគេស្ទើរតែស្លាប់ដើម្បីជួយឯងអំបញ្ញមិញនេះគេបានចរចាទុន 10,000 លានសម្រាប់ក្រុមហ៊ុនត្រកូលយាយយើងឯងនៅមិនពេញចិត្តស្អីទៀតប៉ាខ្ញុំមិនចូលចិត្តជាងឆឹងទេប៉ុន្តែខ្ញុំមិនស្រឡាញ់លោកទេនៅជាមួយលោកគឺដើម្បីតែគ្រួសារត្រកូលយាយប៉ុណ្ណោះសូមស្វាគមន៍ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកដល់មើលជាងឆឹងនិងយាយឈីងអ៊ីចោះយាយឈីងអ៊ីឮថានាងនៅតែស្រឡាញ់លីនឆេនពេលនេះត្រកូលជាងនិងត្រកូលយាយបានរួបរวมគ្នាហើយក្រុមហ៊ុនត្រកូលយាយមិនបាច់បារម្ភរឿងទុនទៀតទេនៅជាមួយគេទៅបានហើយកុំយល់សប្តិទៀតអីជាងឆឹងប្រាប់ខ្ញុំថាគេនឹងមិនរៀបការជាមួយយាយឈីងអ៊ីទេយាយឈីងអ៊ីរៀងរឹងរូសបន្តិចវាពិតជាហេតុអីជាងឆឹងចុះលីនឆេននៅឯណាឈីងអ៊ីឯងមើលចុះលីនឆេនកំពុងមើលមកឯងស្ដាយក្រោយទេដែលមិនស្ដាប់គំនិតឈួតរបស់ខ្ញុំឈីងអ៊ីមើលឯងចុះទោះជាជាងឆឹងល្អនឹងឯងប៉ុន្តែខ្ញុំនៅតែគិតថាលីនឆេនសាក់ខ្ញុំប្រាប់ឯងទោះជាជាងឆឹងល្អនឹងឯងប៉ុន្តែខ្ញុំនៅតែគិតថាលីនឆេនសាក់សមនឹងឯងឈីងអ៊ីបើមិនមែនព្រោះតែនាងជីវិតខ្ញុំនឹងអស្ចារ្យជាងនេះភ្ញៀវកិត្តិយសទាំងអស់សូមស្វាគមន៍មកកាន់ពិធីមង្គលការរបស់លោកជាងនិងកញ្ញាយាយឥឡូវនេះសូមអញ្ជើញលោកជាងចាក់វីដេអូនៃក្តីស្រឡាញ់ពិតដែលបានត្រៀមយ៉ាងសម្រិតសម្រាំងភ្ញៀវកិត្តិយសទាំងអស់សូមមើលទៅកាន់អេក្រង់ស្រឡាញ់គ្នា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 ស្រឡាញ់អាល្អិតជាងឆឹងនេះហេតុអីគេចាក់រឿងបែបនេះទៅវិញខ្មាស់គេណាស់មើលទៅមិនដូចលោកជាងសោះជាងឆឹងហ៊ានចាក់វីដេអូនេះហេស្រឡាញ់គ្នាស្រឡាញ់គ្នាស្រឡាញ់គ្នាលោកប្រធានយាយកូនស្រីលោកតើគួរលើកឲ្យកូនប្រុសខ្ញុំផ្ដល់ការបកស្រាយដល់ត្រកូលជាងយើងលោកប្រធានជាងនេះប្រកាសជាមានការយល់ច្រឡំឈីងអ៊ីឆាប់បកស្រាយប្រាប់ពូជាងទៅនោះជាអ្នកណាឯងមិនអាចដើរជាមនុស្សក្នុងវីដេអូមែនទេមិនមែនជាឯងទេហេជាងឆឹងលោកមានបំណងបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំចឹងខ្ញុំនឹងធ្វើឲ្យលោកសង្វិញមនុស្សក្នុងវីដេអូគឺជាខ្ញុំមែនហេជាយាយឈីងអ៊ីមែនទេមិនក៏ត្រកូលយាយធ្វើរឿងឥតខ្មាស់បែបនេះមុនថ្ងៃរៀបការទៅពាក់ព័ន្ធជាមួយប្រុសផ្សេងឥតខ្មាស់ពេកហើយលោកជាងស្រឡាញ់នាងណាស់នេះដូចជាយកបេះដូងឲ្យនាងកូនឥតខ្មាស់ឆាប់សុំទោសលោកជាងទៅសុំឲ្យគេលើកលែងឲ្យបើមិនចឹងទេត្រកូលយាយយើងចប់ហើយខ្ញុំមិនចង់ទេតាំងពីកើតមកដល់ពេលនេះខ្ញុំស្ដាប់តាមការរៀបចំរបស់ប៉ារហូតថ្ងៃនេះខ្ញុំចង់សម្រេចដោយខ្លួនឯងលីនឆេនបើលោកចូលចិត្តខ្ញុំនិយាយឲ្យខ្លាំងមកនេះអ្នកទាំងអស់គ្នាខ្ញុំចង់និយាយថាជាងឆឹងលោកគ្រាន់តែចង់បង្ខំឲ្យខ្ញុំរៀបការជាមួយលោកមែនទេអ្នកទាំងអស់គ្នាចំពោះក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កញ្ញាយាយចំពោះលោកលីនខ្ញុំសូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹងកញ្ញាយាយហ៊ានប្រឈមនឹងព្យុះភ្លៀងដើម្បីស្នេហាមិនខ្វល់ពីអ្វីទាំងអស់ដើម្បីតាមរកស្នេហ៍ពិតខ្ញុំគិតថានាងសមនឹងទទួលបានអ្វីដែលនាងជាងឆឹងលោកយាយឈីងអ៊ីលីនឆេនខ្ញុំជូនពរឲ្យអ្នកទាំងពីររៀបការដោយមានសុភមង្គលជាងឆឹងលោកយាយឈីងអ៊ីលីនឆេនខ្ញុំជូនពរឲ្យអ្នកទាំងពីររៀបការដោយមានសុភមង្គលជាងឆឹងលោកយាយឈីងអ៊ីលីនឆេនខ្ញុំជូនពរឲ្យអ្នកទាំងពីររៀបការដោយមានសុភមង្គលជាងឆឹងលោកយាយឈីងអ៊ីលីនឆេនខ្ញុំជូនពរឲ្យអ្នកទាំងពីររៀបការដោយមានសុភមង្គល
ជាងឆេងរឿងថ្ងៃនេះចាត់ទុកថាខ្ញុំធ្វើខ្លួនឯងចោះកុំធ្វើបាបនេងឆេនអីនៅពេលនេងឆេនយល់ព្រមរៀបការជាមួយខ្ញុំបានសន្យាជាមួយអ្នកមុនខ្ញុំអាចរៀបការជាមួយអ្នកបានយីខេងខ្ញុំបានប្រាប់អ្នកហើយថាផ្លែលឹកដែលបង្ខំទុំមិនផ្អែមទេដោយសារអ្នកមិនចូលចិត្តខ្ញុំក៏មិនរំខានអ្នកដែរគាត់ពិតជាលេងដៃមែនមិននឹងអាចទៅរួចអ្នកទាំងអស់គ្នាដោយសារកញ្ញាយីមានមនុស្សក្នុងចិត្តរួចហើយដូច្នេះខ្ញុំឆ្លៀតឱកាសនេះប្រកាសថាខ្ញុំជាងឆេងសម្រេចចិត្តផ្ដាច់ពាក្យជាមួយយីខេងផ្ដាច់ពាក្យស្អីគេលោកចង់ផ្ដាច់ពាក្យជាមួយខ្ញុំឈៀនម្យ៉ាងទៀតខ្ញុំប្រកាសថាក្រុមហ៊ុន Yang Group ដកការវិនិយោគទាំងអស់ទៅលើក្រុមហ៊ុន Yi Group ដកការវិនិយោគទេលោកមិនអាចធ្វើបែបនេះទេជីវិតរបស់ខ្ញុំជាងឆេងលោកចង់ធ្វើឲ្យខ្ញុំខឹងមែនទេខ្ញុំជូនពរកញ្ញាយីនឹងលេននេងឆេនឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងយីខេងនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះយីខេងឯងមើលគ្រួសារយើងទៅជាយ៉ាងណាហើយឆាប់ចេញទៅបើមិនអញ្ចឹងទេគ្រួសារយីរបស់យើងចប់ហើយខ្ញុំច្បាស់ជាមិនខ្វល់ពីគាត់ទេប៉ុន្តែហេតុអ្វីបានជាខ្ញុំឈឺចាប់ខ្លាំងម្ល៉េះនេងឆេនតើអាចទេតែខ្ញុំពិតជាជ្រើសរើសខុសនៅកន្លែងមង្គលការសេដ្ឋីវ័យក្មេងជាងឆេងត្រូវបានគេបោះបង់ចោលយ៉ាងអាណោចអាធន់កូនស្រីសេដ្ឋីយីខេងយឺសារភាពស្នេហ៍ចំពោះតារាសម្ដែងកម្រិតទាបលេននេងឆេនក្រុមហ៊ុន Yang Group ដកការវិនិយោគទាំងស្រុងពីក្រុមហ៊ុន Yi Group ក្រុមហ៊ុន Yi Group កំពុងស្ថិតក្នុងគ្រោះថ្នាក់យឺថាជាងឆេងផ្ដាច់ពាក្យហើយចាស់លោកជាងបានផ្ដាច់ពាក្យជាមួយយីខេងជាសាធារណៈនៅថ្ងៃនេះល្អរៀបចំឡានភ្លាមខ្ញុំលេនរੂសៀវចាប់ពីថ្ងៃនេះទៅនឹងតាមស្រឡាញ់ជាងឆេងជាផ្លូវការលោកស្រីយីគម្រោងនៅភូមិរមណីយដ្ឋានឆេងដងបានផ្អាកហើយលោកស្រីយីក្រុមហ៊ុនមានថវិកាមានកម្រិតពីមុនលោកជាងបានចេញលុយមុនបន្ទាប់ពីគាត់ដកខ្លួនចេញឆេងដងក៏ផ្អាកភ្លាមចុះអេឌីវិញហេតុអ្វីបានជាម៉ាកទាំងនោះលុបចោលកិច្ចសហប្រតិបត្តិលោកស្រីយីបន្ទាប់ពីលោកជាងដកខ្លួនចេញម៉ាកទាំងនេះបានដាក់ពាក្យសុំបញ្ចប់កិច្ចសន្យាម្ដងមួយតើការប្រជុំជាមួយអភិបាលក្រុងនៅថ្ងៃស្អែកបានរៀបចំហើយឬនៅមានជំនួយលោកស្រីយីអភិបាលក្រុងនិយាយថាដោយសារលោកជាងមិនមកក៏មិនចាំបាច់ជួបដែរឥឡូវគាត់ទៅខេត្តហើយជាងឆេងគឺជាងឆេងទៀតហើយឯងចង់និយាយថាគ្មានជាងឆេងខ្ញុំធ្វើអ្វីមិនកើតមែនទេរ៉េងធៀងខៀនបើឯងរកដំណោះស្រាយមិនឃើញទេចេញទៅចាស់ឈៀវឡែនលោកស្រីយីមានរឿងអីអាហារពេលព្រឹករបស់ខ្ញុំនៅឯណាលោកស្រីយីនេះមិនមែនជាតួនាទីរបស់ខ្ញុំទេអាហារពេលព្រឹករបស់អ្នកពីមុនសុទ្ធតែលោកជាងជាអ្នករៀបស្អីគេលោកជាងធ្លាប់ធ្វើបបរជំនួយក្រពះឲ្យអ្នករាល់ថ្ងៃហើយផ្ញើមកនៅម៉ោង 7 ឬ 8 ព្រឹកហេតុអ្វីខ្ញុំមិនដឹងហេតុអ្វីនាងមិនប្រាប់ខ្ញុំលោកជាងថាក្រពះអ្នកមិនល្អប៉ុន្តែអ្នកមិនព្រមញ៉ាំបបររបស់គាត់ដូច្នេះគាត់មិនឲ្យខ្ញុំប្រាប់អ្នកទេគួរឲ្យស្អប់ណាស់មានគេជួលអ្នកលេងអ៊ីនធឺណិតមកវាយប្រហារខ្ញុំនេងឆេនខេងយឺញ៉ាំបបរខ្លះទៅខ្ញុំធ្វើបបរជំនួយក្រពះនេះពិសេសសម្រាប់អូនចេញទៅមិនឃើញខ្ញុំកំពុងរវល់ទេខេងក្រពះអូនមិនល្អមិនអាចអត់អាហារពេលព្រឹកបានទេខ្ញុំក៏បានរៀបចំថ្នាំក្រពះសម្រាប់អូនដែរក្រពះអូនឈឺចាំញ៉ាំផងណាអញ្ចឹងខ្ញុំទុកវានៅខាងក្រោយបានហើយលោកវងឲ្យតែលោកអាចជួយខ្ញុំលុបព័ត៌មានមិនល្អអំពីនេងឆេនខ្ញុំយល់ព្រមគ្រប់លក្ខខណ្ឌខេងខ្ញុំបានរៀបចំអ្វីគ្រប់យ៉ាងសម្រាប់ភូមិរមណីយដ្ឋានឆេងដងហើយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះម្យ៉ាងទៀតខ្ញុំបានរៀបចំការប្រជុំសម្រាប់អូនជាមួយអភិបាលក្រុងនៅថ្ងៃស្អែកលើកនេះយើងត្រូវតែចាប់យកឱកាសឲ្យបានហើយខ្ញុំដឹងហើយ
អញ្ចឹងយប់នេះយើងអបអរគ្នាទេខ្ញុំមានណាត់ញ៉ាំបាយជាមួយនឹងអ្នកចេញទៅក្រៅសិនទៅចាស់ខ្ញុំពិតជាមិនដឹងថាជាងឆេងធ្វើរឿងច្រើនយ៉ាងនេះនៅពីក្រោយខ្នងសោះនឹងឆេនឃើញរឿងលើកមុនជាកំហុសរបស់បងបានកក់ទៅនៅភោជនីយដ្ឋាន Starry Sky យប់នេះយើងញ៉ាំបណ្ដានិយាយគ្នាយល់ព្រមខ្ញុំនឹងទៅជាងឆេងអ្វីដែលលោកអាចឲ្យខ្ញុំនឹងឆេនក៏អាចឲ្យខ្ញុំបានដែរខ្ញុំប្រកាសជាមិនស្ដាយក្រោយទេលោកស្រីយីលោកស្រីយីស្លៀកពាក់ស្អាតបាតម្លេះប្រហែលជាមកណាត់ជួបតារាតូចរបស់អ្នកហើយមែនទេរឿងរបស់ខ្ញុំមានពាក់ព័ន្ធអីនឹងនាងលិនរូជែលប្រកាសជាមានហើយបើអ្នកមិនបោះបង់បុរសល្អដូចជាងឆេងទេមិននឹងខ្ញុំមានឱកាសញ៉ាំបាយជាមួយគាត់នៅជាងឆេងណាត់នាង3ថ្ងៃក្រោយផ្ដាច់ពាក្យជាងឆេងគ្មានដំណឹងសោះតើអាចទេដែលគាត់នៅជាមួយស្រីផ្សេងប៉ុណ្ណឹងម៉េចស្ដាយក្រោយដែលផ្ដាច់ពាក្យជាមួយជាងឆេងមែនទេមានអីត្រូវស្ដាយក្រោយអាហោះមែនណាហេប៉ុន្តែមិនបានជាខ្ញុំនោះថាតាំងពីអ្នកផ្ដាច់ពាក្យជាមួយជាងឆេងមកម៉ាក់ដូចជាអេឌីសឡងឆៃនិងឆាណេបានលួចបញ្ចប់កិច្ចសន្យាជាមួយយីឥឡូវនេះពួកគេកំពុងប្រញាប់ប្រញាល់សហការជាមួយលេន Group របស់ពួកយើងហេងយាចាប់ពីពេលនេះទៅយើងជាគ្រួសារតែមួយជាងនិងអេឌីគឺជាម៉ាកល្បីលំដាប់អន្តរជាតិយើងនឹងសហការគ្នានៅពេលក្រោយបានហើយខ្ញុំដឹងហើយទោះបីជាគ្មានលោកក៏ម៉ាកល្បីលំដាប់អន្តរជាតិទាំងនេះជ្រើសរើសសហការជាមួយយី Group របស់ខ្ញុំដែរចុះយ៉ាងម៉េចទោះបីជាគ្មានជាងឆេងទោះបីជាម៉ាកទាំងអស់បញ្ចប់កិច្ចសន្យាក៏ដោយសារកិច្ចសហប្រតិបត្តិការជាមួយ Denning Times ក្រុមហ៊ុន Yi Group អាចងើបឡើងវិញបានដែរ Yi Group និង Denning Times ពិតជាអស្ចារ្យណាស់សាច់អីសាច់នឹងភាពល្ងងខ្លៃរបស់នាងនឹងខ្ញុំមិនខ្លាចនឹងប្រាប់នាងទេយប់នេះខ្ញុំនឹងជួបនាយកប្រតិបត្តិនៃ Denning Times គឺ Yang Lingland ស្អីគេខ្ញុំបានទៅសួរសុខទុក្ខ3ដងដើម្បីជួបគាត់ប៉ុន្តែគាត់បដិសេធមិនជួបខ្ញុំត្រកូលលេនរបស់នាងមិនស្មើនឹងត្រកូលយីរបស់ខ្ញុំទេហេតុអ្វីយ៉ាងលេងលេនជួបនាងនោះក៏ដោយសារតែមុខមាត់របស់ជាងឆេងដែរវាពាក់ព័ន្ធអីនឹងជាងឆេងអ្នកមិនមែនមិនដឹងទេមែនទេយ៉ាងលេងលេនលោកស្រីយ៉ាងនេះគឺជាម្ដាយមីងរបស់អតីតគូដណ្ដឹងមិននឹងអាចទៅរួចមើលទៅអ្នកពិតជាមិនដឹងមែនយីខេងយូអ្នកពិតជាមិនបានយល់ច្បាស់ពីជាងឆេងសោះអ្នកគិតមើលមិននឹងអ្នកអាចឈ្នះគម្រោង Denning Times បានពិតជាពឹងផ្អែកលើខ្លួនឯងមែនលោកស្រីយីខ្ញុំទៅជួបអតិថិជនធំនិងអនាគតប្តីរបស់ខ្ញុំសិនហើយអ្នកញ៉ាំបាយឲ្យឆ្ងាញ់ជាមួយមុខខ្ចីរបស់ខេងយាតោះយើងចូលទៅជាងឆេងមិននៅទីនេះទេខេងយាអាហោមើលនុយទៅហេមិនបាច់កាមុងទេខ្ញុំបានកាមុងឈុតអាហារបញ្ចុះតម្លៃរួចហើយឈុតអាហារបញ្ចុះតម្លៃនឹងហើយថែមទាំងមានសាច់គោអាំងពីរដុំទៀតចំណេញខ្លាំងណាស់តែ90សូមស្វាគមន៍កញ្ញាយីខេងយាស៊ូស៊ីត្រីធូណាខៀវថ្លាមគោបំពងស៊ុបសឹកត្រប់និងបង្អែមអ៊ីតាលីដែលអូនចូលចិត្ត Affogato ខ្ញុំដឹងថាអូនមិនញ៉ាំសាច់គោទេមិនបាច់ទេ
Transcribed by TurboScribe A សូមទោសអ្នករឿងមង្គលការនោះខ្ញុំសូមទោសអ្នកមិនមែនខ្ញុំមិនចង់ឡើងឆាកទេគឺអ្នកគ្រប់គ្រងបង្ខំទាញខ្ញុំឲ្យចាក់ចេញមិនអីទេខ្ញុំក៏មានកំហុសដែរមែនហើយអ្នកការនោះធ្វើជ្រុលពេកហើយខ្ញុំជាបុគ្គលសាធារណៈមិនអាចមានព័ត៌មានអាស្រូវជាមួយស្រីផ្សេងថាអ្នកមិនបានរករឿងចោះបើខ្ញុំត្រូវបានគេបិទផ្លូវតើត្រូវធ្វើម៉េចកុំបារម្ភខ្ញុំមិនបន្ទោសអ្នកទេខ្ញុំនឹងមើលថែអ្នកយកព័ត៌មានអាស្រូវរវាងពួកយើងពិតជាបានបង្កផលប៉ះពាល់ជាបន្តតើអ្នកអាចឲ្យខ្ញុំធ្វើជាអ្នកតំណាងរបស់ ADC ប្រចាំប្រទេស ADC បានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Yasha Group ហើយបញ្ចប់កិច្ចសន្យាចុះ Channel ឬ Launch វិញបានជាយ៉ាងមែនទេគេបានបញ្ចប់កិច្ចសន្យាហើយហេតុអ្វីទៅដោយសារតែរឿងជាងឆេងនោះមែនទេ Shen យកតអញអាចទៅអង្វរជាងឆេងបានទេឯងប៉ាឯងទៅអង្វរគេទៅជាងឆេងមានបណ្ដាញទំនាក់ទំនងទូលំទូលាយណាស់ប្រកាសបានម្យ៉ាងទៀតគេចូលចិត្តឯងខ្លាំងណាស់ទៅអង្វរគេប្រកាសជាបដិសេធឯងទេមិនបានទេខ្ញុំនឹងមិនទៅអង្វរគេឡើយចេញយកតឯងដាច់ចិត្តឈរមើលខ្ញុំធ្លាក់កោដហើយត្រូវគេបង្កការងារមែនទេមិនមែនទេអញ្ចឹងពួកយើងប្រញាប់ទៅរកចេងទៅមុននេះខ្ញុំឃើញគេនៅតុអាហារខាងក្រៅនៅខាងមុខនឹងណែលោកនេះគឺជាកាតមន្ទីរពេទ្យ Athens ណាខ្ញុំគឺជាសមាជិកដ៏ខ្ពង់ខ្ពស់របស់ពួកលោកសុំទោសលោកតុអាហារខាងក្រៅរបស់ពួកយើងបើកជូនតែសមាជិកនោះចំពោះសមាជិកធម្មតាសមាជិកក៏មានបែងចែកលំដាប់ថ្នាក់ដែរឬអញបានចាយលុយហើយអាចចូលបានមេងឆិនកុំបង្កចំនួនជាមួយអ្នកដតីក្នុងកាលឯងកុំបារម្ភអីរឿងនេះទុកខ្ញុំចាត់ការចោះណែឯងអ្នករត់ទៅសោះហ៊ានខាត់ផ្លូវអញហើយអ្នកគ្រប់គ្រងឯងមកជួបអញនឹងឲ្យគេបណ្ដេញឯងចេញលោកសួស្ដីខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះតើលោកត្រូវការជំនួយអ្វីដែរអ្នកគ្រប់គ្រងចង់ទៅកន្លែងញ៉ាំអាហារខាងក្រៅតែអ្នករត់ទៅរបស់ពួកឯងមិនឲ្យខ្ញុំចូលដោយប្រាប់ថាកម្រិតមិនដល់មិនចឹងខ្ញុំបានហើយនៅតែមិនអាចចូលបានទៀតបមារបស់សមាជិកវេបគឺ99,000,099ប៉ុណ្ណោះត្រង់នេះពួកយើងក៏គ្មានជំរឿដែរលោកចង់មានន័យថាខ្ញុំចាយតិចខ្ញុំមិនសមចូលទៅខាងក្នុងមែនទេពួកយើងជាសិទ្ធិរបស់អតិថិជនគាត់ខ្ញុំមិនជឿទេថ្ងៃនេះខ្ញុំនឹងចូលទៅមិនបានជាងឆេងលោកយីពិតជាចៃដន្យមែនលោកយីមិនក៏មកណាត់ជួបគ្នានៅឈរខាងក្រៅអញ្ចឹងខ្យល់បក់ខ្លាំងមែនទេខ្ញុំពាក់ព័ន្ធនឹងឯងទេប៉ុន្តែមើលទៅសមត្ថភាពសង្សារក្មេងរបស់ឯងមិនកើតដែរឯងនិយាយស្អីហ្នឹងបើសិនជាលោកនៅតែហ៊ានមិនគោរពភ្ញៀវកិត្តិយសខ្ញុំនឹងអញ្ជើញលោកចេញទៅក្រៅហើយអ្នកចាត់ការវូបើកទ្វាររកស៊ីមិនបាច់ធ្វើបាបគ្នាទេមើលទៅក្នុងចិត្តជាងឆេងនៅតែមានខ្ញុំឡូឡារំខានគេណាស់ឈេនីវជាងឆេងនៅទីនេះហើយឯងឆាប់អង្វរគេជួយខ្ញុំយកដំណឹងជាងឆេងរੂសិងនៅចូលធ្វើអីនៅទីនោះឆាប់ញ៉ាំបាយមកហឹមឆាយនាពួកយើងទើបតែដឹងថាការពិតគឺជាជាងឆេងសោះមីងឆេនីវឱកាសល្អយ៉ាងនេះហេតុអ្វីមីងមិនជួយអង្វរឲ្យខ្ញុំអង្វរជាងឆេងនឹងហេបើខ្ញុំអង្វរវានឹងខូចការអស់ហើយលេងឆេងមិនចង់អង្វរគេទេឆេនីវលើកនេះឯងត្រូវតែជួយខ្ញុំបានប្រាប់ឯងតាំងពីយូរហើយថាកុំតាមស្រឡាញ់ឃើញនោះឥឡូវស្ដាយក្រោយហើយមែនទេបាននិយាយទៀតអីខ្ញុំដឹងខុសហើយពួកយើងនិយាយរឿងសហការគ្នាវិញល្អជាងខ្ញុំបានតែកុងត្រាជាមួយត្រកូលយូរហើយបន្ទាប់មកសហការជាមួយលេង Group របស់មីងគិតថារੂសៀវប្រសើរជាងយីខេងយានោះឆ្ងាយណាស់មិនត្រឹមតែមុខមាត់ស្អាតទេថែមទាំងថ្លៃថ្នូរចេះដឹងខុសត្រូវទៀតផងយ៉ាងម៉េចដែរបើឯងសាកតាក់ទងនាងមើលមីងខ្ញុំយល់ព្រមលោកអគ្គនាយកឆៃថ្ងៃនេះពួកយើងមកទីនេះដើម្បីពិភាក្សារឿងសហការទេជាងឆេងខ្ញុំចូលចិត្តលោកធ្វើជាសង្សារខ្ញុំទៅខ្ញុំចូលចិត្តលោកធ្វើជាសង្សារខ្ញុំទៅបដិសេធមែនតាមពិតក្នុងចិត្តជាងឆឹងនៅមានខ្ញុំឈីងយុនទៀតតើជាងឆឹងបដិសេធស្រីម្នាក់នោះខ្ញុំថាហើយនាងគឺជាអែមតែអ្នកបែរជាថានាងឆិនខ្ញុំនឹងមិនទៅអង្វរគេទេគេនៅតែមិនស័ក្តិសមទេជាងឆឹងលោក
hai đầu vây bà đi xe nhóm rồi mùi lộc chất nơi nực kịch đòi dây chi nâng hé Chiang Chang Khnyomមិនត្រូវបានអនុញ្ញាតឲ្យពេលមីងតូចតាមពិតក្នុងចិត្តខ្ញុំឈប់នឹកគិតដល់នាងយូរហើយគ្រាន់តែពីមុនខ្ញុំមិនសូវបានចាប់អារម្មណ៍នាងឥឡូវនេះខ្ញុំគ្រាន់តែចង់នៅជាមួយនាងឲ្យបានល្អមានអារម្មណ៍គិតរឿងផ្សេងទៀតទេជាងឆឹងខ្ញុំលីងឈានតាមស្រឡាញ់លោកហើយលោកយល់ព្រមក៏ត្រូវតែយល់ព្រមមិនយល់ព្រមក៏ត្រូវតែយល់ព្រមដែរលោកប្រធានឈិនគ្មាននរណាម្នាក់អាចបង្ខំខ្ញុំបានទេទោះបីជានរណាក៏ដោយបើអ្នកមិនអង្វរគេទេចុះរឿងតំណែងអ្នកតំណាងរបស់ខ្ញុំគិតម៉េចរបស់អ្នកខ្ញុំនឹងជួយរកវិធីដោះស្រាយជែងខ្ញុំមិនត្រូវការលោកទេប៉ុន្តែលោកមិនអាចចាក់ចេញពីខ្ញុំបានឡើយខ្ញុំរងចាំលោកខ្ញុំនោះមិនមែនអាស្រ័យលើលោកទេផ្នែកទំនាក់ទំនងសាធារណៈត្រៀមបញ្ចេញរូបថតទាំងនេះទៅខ្ញុំចង់ឲ្យមនុស្សពេញទីក្រុងបានដឹងថាយ៉េងឆេងគឺជាមនុស្សប្រុសរបស់ខ្ញុំលិនរូឈៀវចាស់លោកអគ្គនាយកលាវនេះអ្នកកំពុងប្រកាសពីអ្វីខ្ញុំមិនទទួលយកដាច់ខាតការបង្ខិតបង្ខំដោយសិលធម៌ណាមួយឡើយការសិលធម៌ស្អីទៅជាងឆេងខ្ញុំបាក់របស់ឯងនិងខ្ញុំចំពោះរូឈៀវគឺពេញចិត្តខ្លាំងណាស់ចាប់ពីថ្ងៃនេះទៅនាងគឺជាសង្សាររបស់ឯងហើយពួកឯងត្រូវចុះសម្រុងគ្នាឲ្យបានល្អទេខ្ញុំនឹងមើលឲ្យអ្នកមីងកុំបារម្ភអីខ្ញុំនឹងចុះសម្រុងជាមួយជាងឆេងឲ្យបានល្អបានហើយអ្នកមីងខ្ញុំដឹងហើយមិនល្អទេជាងឆេងខ្ញុំចង់ធ្វើការដោះដូរជាមួយលោកការដោះដូរអីជាងឆេងលោកមិនមែនតែងតែចូលចិត្តយីខេញទេហេឲ្យខ្ញុំធ្វើជាអ្នកតំណាងផលិតខ្ញុំនឹងប្រគល់យីខេញឲ្យលោកយកយីខេញមកធ្វើជាការដោះដូរគាត់ដឹងទេគាត់ស្ដាប់ខ្ញុំគ្រប់យ៉ាងប៉ុណ្ណឹងមិនបាច់ប្រាប់គាត់ទេយីខេញយកពិតជារកបានបរោះល្អមែននាងគ្រាន់តែនិយាយថាបានឬអត់ទៅនាងគ្មានសិទ្ធទេខ្ញុំប្រាប់នាងថាអត់ឲ្យយីខេញណែលេងខ្ញុំទៅលេងទៅខ្ញុំដើរខ្លួនឯងបានជែងឆេងខ្ញុំចាំមើលជែងឆេងលោកពិតជាមិនអាចខ្វះខ្ញុំបានមែនណែខេញឯងនឹងជែងឆេងពិតជាជ្រុលពេកហើយដែលហ៊ានបដិសេធសំណើអីយ៉ាឯងត្រូវជួយខ្ញុំផងលេងឆេនខ្ញុំចង់សហការជាមួយបងថ្លៃសហការគ្នាឬមួយឯងទៅប្រាប់ឲ្យខ្ញុំធ្វើជាអ្នកតំណាងផលិតផលទៅមិនបានទេធ្វើជាអ្នកតំណាងឲ្យម៉ាកយីហោវានឹងធ្វើឲ្យខ្ញុំធ្លាក់កូដមិនខានខេញយូឯងចេះតែនិយាយថាស្រឡាញ់ខ្ញុំតើឯងជួយខ្ញុំបែបហ្នឹងជួយខ្ញុំមែនទេខេញយូឯងទៅអង្វរជាងឆេងទៅណាគេស្រឡាញ់ឯងខ្លាំងណាស់បើឯងស្នើសុំគេយកព្រមមិនខានខេញយ៉ាប្រសិនបើខ្ញុំពិតជាមិនទទួលបានការងារដំណើរអនាគតសិល្បៈរបស់ខ្ញុំនឹងចប់ហើយខ្ញុំនឹងសាកល្បងមើលអរគុណឯងហើយខេញយូជេងឆេងសំបីតែការសារភាពស្នេហ៍គេបដិសេធដែរនេះបញ្ជាក់ថាគេប្រកាសជានៅស្រឡាញ់ឯងគេច្បាស់បដិសេធសំណើរបស់ឯងទេជេងឆេងខ្ញុំចូលចិត្តលោកធ្វើជាសង្សាររបស់ខ្ញុំបានទេបានហើយខ្ញុំបដិសេធទោះបីជាខ្ញុំមិនចូលចិត្តគាត់មែនប៉ុន្តែគាត់មិនដែរធ្វើជាមនុស្សអាក្រក់ទេនឹងហើយតោះទៅខេញយើងទៅរកគាត់មិនបាច់ទេមិនបាច់អីត្រូវអង្វរគាត់បែបណាគាត់ទេជួបប្រទះរឿងតូចតាចបែបនេះខ្ញុំគ្រាន់តែផ្ញើសារទៅប្រាប់ក៏បានដែរអញ្ចឹងឆាប់ផ្ញើទៅជេងឆេងឲ្យតែបងព្រមទទួលយករឿងស្នេហាយើងនោះខ្ញុំនឹងលើកលែងទោសឲ្យបងកុំលុបឈ្មោះខ្ញុំចោលអីឯងនិយាយថាជាងឆេងលុបឈ្មោះឯងចោលគាត់ហ៊ានធ្វើចឹងផងខេញយ៉ាជាងឆេងខ្ញុំមិនចូលចិត្តអាកប្បកិរិយាឪពុកម្ដាយបងចំពោះខ្ញុំទេថាបើចង់ឲ្យខ្ញុំរស់នៅជាមួយពួកគាត់នេះជាលើកចុងក្រោយដែលខ្ញុំមកផ្ទះបងហើយខេញយឺអញ្ចឹងបងនឹងរើចេញទៅនៅក្រៅអូនចាំបងសិនឈីងអ៊ីត្រឡប់ទៅវិញទៅ
ชิงอีថ្ងៃក្រោយពួកយើងលែងរស់នៅទីនេះទៀតហើយชิงอีชิงอีឯងចង់យកអាហារដែលពួកយើងធ្វើទៅឲ្យជាងឆឹងមែនទេខាងក្រៅភ្លៀងខ្លាំងណាស់ខាងក្រៅគេឈប់អស់ហើយខ្ញុំផ្ញើទៅមិនកើតទេគេរឹងរូសណាស់គេប្រកាសជារោគវិធីបានមិនខានជាងឆឹងខ្ញុំឃ្លានហើយយកអីមកឲ្យខ្ញុំញ៉ាំបន្តិចមកชิงอีខ្ញុំយកអីមកឲ្យឯងញ៉ាំហើយชิงอีញ៉ាំទៅឆ្ងាញ់ណាស់ជាងឆឹងខ្ញុំមិនជឿថាចិត្តលោកដាច់យ៉ាងនេះទេជាងឆឹងហេតុអីបានជាលោកធ្វើបាបមិត្តខ្ញុំយាយឈីងអ៊ីនាងនិងជាងឆឹងបែកគ្នាហើយនាងបារម្ភពីមិត្តនាងមិនចម្លែកពេកទេនេះជារឿងរបស់ខ្ញុំនិងជាងឆឹងមិនពាក់ព័ន្ធនឹងនាងនាងមកសួរនាំមិត្តប្រុសខ្ញុំនាងគិតថាមិនពាក់ព័ន្ធនឹងខ្ញុំមែនទេមិត្តប្រុសតាមដែលខ្ញុំដឹងអំបញ្ញមិញជាងឆឹងទើបតែបដិសេធនាងទេជាងឆឹងខ្ញុំដឹងថាលោកមិនដាច់អាឡ័យពីខ្ញុំទេបើលោកតាមស្រឡាញ់ខ្ញុំម្ដងទៀតខ្ញុំអាចយល់ព្រមយាយសៀវអ៊ីនាងមិនគិតថានាងវាតម្លៃខ្លួនឯងខ្ពស់ពេកទេជាងឆឹងខ្ញុំសុកចិត្តមករកលោកមុនហើយលោកនៅចង់បានអីទៀតខ្ញុំចង់ឲ្យនាងចេញទៅខ្ញុំមានមិត្តស្រីរួចហើយណូណាលីនរូសៀវនាងគឺជាមិត្តស្រីរបស់ខ្ញុំថាម៉េចកញ្ញាយាយនាងកុំបារម្ភអីខ្ញុំធ្វើជាមិត្តស្រីរបស់ជាងឆឹងប្រកាសជាស័ក្តិសមជាងនាងរូសៀវជាក្មេងស្រីល្អមិនដូចមនុស្សមួយចំនួនមិនដឹងល្អមិនដឹងអាក្រក់ជាងឆឹងទោះបីជាមិនចង់ធ្វើជាសង្សារធ្វើជាមិត្តភក្តិក៏បានដែរលោកចាំបាច់កាត់ផ្ដាច់ទំនាក់ទំនងដល់ថ្នាក់នឹងទេខ្ញុំជាមនុស្សប្រកាន់រឿងមនោសញ្ចេតនាបែកគឺបែកហើយមិនចាំបាច់មានទំនាក់ទំនងមិត្តភក្តិអីទេខ្ញុំមិនតាក់ទងសង្សារចាស់ទេនឹងហើយមនុស្សខ្លះហ៊ានចង់ធ្វើមិត្តជាមួយតារាល្បីនៅសុកក៏រុញច្រានគូដណ្ដឹងខ្លួនឯងចោលជាងឆឹងលោកកំពុងបន្ទោសខ្ញុំរឿងនៅពិធីមង្គលការមែនទេគ្មានន័យទេយាយឈីងអ៊ីនាងរស់នៅជាមួយតារាតូចតាចរបស់នាងឲ្យបានល្អទៅចុះតិចទៀតខ្ញុំនៅមានណាត់ញ៉ាំបាយជាមួយជាងឆឹងទៀតកញ្ញាយាយសូមអញ្ជើញបើគ្មានការអីទេសូមចាក់ចេញទៅតោះទៅជាងឆឹងខ្ញុំមិនទាន់ប្ដូរលេខទូរស័ព្ទទេជាងឆឹងនាងមានន័យថាម៉េចនាងនៅសង្ឃឹមថាលោកនឹងតាក់ទងនាងទៀតមែនខ្ញុំនឹងមិនតាក់ទងនាងទៀតទេលោកប្រធានលីនពួកយើងនិយាយរឿងការងារវិញទៅការងារអីជាងឆឹងឥឡូវនេះលោកជាមិត្តប្រុសរបស់ខ្ញុំពួកយើងគួរតែមានស្នេហាទៅត្រូវនាងនិយាយមែនទែនហេប្រកាសហើយបន្ទាប់ពីរូបថតទាំងនោះត្រូវបានបញ្ចេញមនុស្សគ្រប់គ្នានឹងដឹងលោកគឺជាមនុស្សប្រុសរបស់លីនរូហៀវលោកប្រធានលីននិយាយមកមើលប្រធានក្រុមហ៊ុនត្រកូលលីនដ៏ថ្លៃថ្នូរបែរជាបែកឃ្លីវីដេអូស្នេហាធ្វើដូចជាព័ត៌មានអាស្រូវនរណាប្រាឲ្យលោកមិនទទួលជាងឆឹងយប់ស្អែកលោកមិនរៀបចំពិធីជប់លៀងសប្បុរសធម៌ទេដល់ពេលល្មមអញ្ជើញតារាល្បីនៅធានហៃមកទាំងអស់មកលោកអាចណែនាំបានខ្ញុំដឹងហើយបានហើយសៀវអ៊ីខ្ញុំនឹងចាត់ចែងឈីងអ៊ីតើជាងឆឹងយល់ព្រមឲ្យខ្ញុំធ្វើជាអ្នកតើជាងឆឹងមានដាក់លក្ខខណ្ឌជាមួយអូនទេតើគេចង់ដេកជាមួយអូនមែនទេបើគេទូចចង់បានអូនឆិនបើអូនមិនចង់ទេក៏មិនបាច់ទៅដែរខ្ញុំរៀងហត់ហើយខ្ញុំទៅសិនហើយណែឈីងអ៊ីខ្ញុំឆុងតែខ្ញីស្ករត្នោតឲ្យឯងមកញ៉ាំបន្តិចទៅក្តៅលែងក្តៅហើយមកញ៉ាំទៅតើខ្ញុំពិតជាជ្រើសរើសខុសមែនទេជាងឆឹងខ្ញុំមិនទាន់ប្ដូរលេខទូរស័ព្ទទេ
ជាងឆឹងខ្ញុំមិនជឿថាលោកទ្រាំមិនមករកខ្ញុំបានទេអាឡូនេះជាជាងឆឹងមែនទេជាងឆឹងលោកភ្លុកខ្ញុំមែនទេឈីងអ៊ីបងគឺលីនឆិនលីនឆិនគ្មានអីទេខ្ញុំដាក់ចុះសិនហើយខ្ញុំចង់គេងណែឈីងអ៊ីបងចង់និយាយជាមួយអូនរឿងអ្នកតំណាងទោះមានរឿងអីក៏ដោយអូនត្រូវតែជួយបងរឿងអ្នកតំណាងចាំស្អែកចាំនិយាយខ្ញុំនឹងជួយរកវិធីឲ្យលោកទេឈីងអ៊ីអូនយល់ច្រឡំបងហើយបងដឹងថាថ្ងៃនេះបងធ្វើឲ្យអូនអាម៉ាស់មុខបងមិនចង់បានការផ្សព្វផ្សាយរបស់ជាងឆឹងទៀតទេលីនឆិននៅតែគិតគូរពីខ្ញុំចុះលោកបងចង់ឲ្យអូននាំបងទៅចូលរួមពិធីដេញថ្លៃសប្បុរសធម៌ធានហៃនៅយប់ស្អែកបងថាមានអ្នកធំក្នុងវិស័យសិល្បៈជាច្រើននឹងចូលរួមពិធីដេញថ្លៃនោះបងចង់ទៅស្គាល់គេប៉ុន្តែខ្ញុំគ្មានសម្បត្តិអញ្ជើញទេបងក៏គ្មានដែរមិនអីទេពិធីដេញថ្លៃនោះធ្វើឡើងនៅជាន់កំពូលនៃទីស្នាក់ការកណ្ដាលក្រុមហ៊ុនត្រកូលជាងមិនមែនអូនតែងតែអាចក្រុមហ៊ុនត្រកូលជាងលោកប្រធានជាងលោកជំទាវចាំទុកនាងគឺជាលោកជំទាវតែមួយគត់របស់ពួកឯងថ្ងៃក្រោយសម្ដីដែលនាងនិយាយគឺដូចប្រហែលជាខ្ញុំអាចជួបជាងឆឹងបានឈីងអីថាម៉េចអូខ្ញុំថាស្អែកខ្ញុំទៅជាមួយលោកល្អណាស់ដល់ហើយជាងឆឹងលោកធ្វើអីហ្នឹងហេតុអីធ្វើឲ្យឈីងអ៊ីឡើងទៅជាងឆឹងគឺខ្ញុំជាអ្នកបោះបង់លោកការភ្នាល់ផ្ទាល់ខ្លួនខ្ញុំមិនជឿថាលោកភ្លេចខ្ញុំទេឈីងអ៊ីឬថាមានអ្នកធំក្នុងវិស័យសិល្បៈជាច្រើនមកចូលរួមពិធីដេញថ្លៃសប្បុរសធម៌នេះបើបងអាចល្បីឈ្មោះនៅទីនោះអាជីពរបស់បងកុំបារម្ភមនុស្សនៅទីនេះសុទ្ធតែស្គាល់ខ្ញុំគេមិនខាត់ខ្ញុំទេសុំទោសតើមានការកក់ទុកទេឈីងអ៊ីនេះមានន័យថាម៉េចអូនមិនមែនថាគ្មាននរណាខាត់ពួកយើងទេសៀវសៀនាងមិនស្គាល់ខ្ញុំទេលោកប្រធានយាយលោកនិយាយលេងហើយប្រកាសជាស្គាល់ហេតុអីនាងមិនឲ្យខ្ញុំក្រុមហ៊ុនមានច្បាប់អ្នកក្រៅចូលក្រុមហ៊ុនត្រូវតែធ្វើការណាត់ជួបជាមុនបើគ្មានការណាត់ជួបមិនអាចចូលបានទេណាត់ជួបនេះជាច្បាប់ក្រុមហ៊ុនសូមកុំធ្វើបាបខ្ញុំអីពីមុនខ្ញុំចូលតាមចិត្តជាងឆឹងមិនហ៊ានខាត់ខ្ញុំផងពីមុនគឺពីមុនឥឡូវគឺស្លើលោកជំទាវនាងហៅគេថាម៉េចលោកប្រធានយាយលោកប្រធានជាងបានផ្ដាំថាលីនរូសៀវនឹងក្លាយជាលោកជំទាវថ្មីរបស់យើងចាប់យាយឈីងអ៊ីពេលវេលាផ្លាស់ប្ដូរហើយជាងឆឹងឥឡូវនេះជាមិត្តប្រុសរបស់ខ្ញុំឯកសិទ្ធិដែលគេធ្លាប់ឲ្យនាងពីមុនឥឡូវនេះមិនមែនជារបស់នាងទៀតទេខ្ញុំឃើញលោកប្រធានយាយតែងខ្លួនយ៉ាងស្រស់ស្អាតថ្ងៃនេះប្រហែលជាចង់មកតាក់ទាញមិត្តប្រុសខ្ញុំទេដឹងនរណាថាឈីងអ៊ីមករកជាងឆឹងពួកយើងមកចូលរួមពិធីដេញថ្លៃប៉ុន្តែហេតុអីគ្មានឈ្មោះពួកលោកនៅក្នុងបញ្ជីភ្ញៀវបើនាងថាអត់គឺអត់ហើយពិធីដេញថ្លៃយប់នេះរៀបចំដោយជាងឆឹងភ្ញៀវទាំងអស់សុទ្ធតែខ្ញុំជាអ្នកនេះជាងឆឹងជាអ្នករៀបចំត្រូវជាងឆឹងបានផ្ដាំខ្ញុំជាពិសេសមិនឲ្យអញ្ជើញមនុស្សមួយចំនួនដែលគេមិនចង់ជួបបានអីចឹងខ្ញុំទៅមិនបានទេមិនបានទេលីនឆិនលោកមានន័យថាម៉េចឈីងអ៊ីមិនបានទេកម្រិតនៃពិធីដេញថ្លៃនេះខ្ពស់ណាស់បើបងអាចស្គាល់អ្នកធំបងប្រកាសជាអាចងើបឡើងវិញបានបងបាត់បងការផ្សព្វផ្សាយនោះហើយបងមិនអាចបាត់ប៉ុន្តែពួកយើងចូលមិនបានពួកលោកចង់ចូលទៅមិនមែនថាមែនហេលោកប្រធានលីនលោកពិតជានេះជាពិធីដេញថ្លៃសប្បុរសធម៌ចំណូលទាំងអស់នឹងត្រូវបរិច្ចាគឲ្យតែពួកលោកទាំងពីរបរិច្ចាគវត្ថុដេញថ្លៃដែលមានតម្លៃលើសពី5លានខ្ញុំគ្មានរបស់បែបខ្ញុំឃើញខ្សែកនៅលើកញ្ចឹងកញ្ញាយាយមិនអន់ទេបើនាងព្រមបរិច្ចាគវាទាំងពីរអ្នកសុទ្ធតែអាចចូលបានល្អណាស់ឈីងអ៊ីពួកយើងឆាប់បរិច្ចាគវាទៅប៉ុន្តែពិធីដេញថ្លៃចិត្តចាប់ផ្ដើមហើយឱកាសមិនចាំមនុស្សទេបើអូនពិតជាមិនដាច់ចិត្តពីខ្សែកនេះចាំដល់ពិធីដេញថ្លៃចាប់ផ្ដើមបងជួយអូនទិញវាមកវិញយល់ព្រមទេលោកប្រធានយាយលោកលីនសូមអញ្ជើញចូលតន្ត្រីជាងឆេងមើលមកខ្ញុំ
គាត់ពិតជាខ្មោចដែលតាមលងបន្លាចមែនហេតុអ្វីបានជាអ្នកឲ្យពួកគេចូលមកជាងឆាវមានរឿងល្អមើលហើយតិចទៀតយកខ្សែកនោះទៅឡាយឡងទៅខ្ញុំចង់ឲ្យអ្នកទិញវាហើយឲ្យវាមកខ្ញុំបានដោយសារអ្នកចូលចិត្តខ្ញុំនឹងទិញវាភ្ញៀវគិតយូរទាំងឡាយដូចពាក្យចាស់ពោលថាកភ្នំគ្មានជ្រោះមេឃដីរួមគ្នាទើបហ៊ានបែកពីអ្នកបន្ទាប់ទៅយើងនឹងឡាយឡងរបស់ពិសេសដែលតំណាងឲ្យស្នេហ៍ស្មោះស្ម័គ្រអមតៈឆេងសៀងស៊ឺជោនឹកអ្នកគ្រប់ពេលហេតុអ្វីបានជាឡាយឡងរបស់នេះគ្រាន់តែយើងហេតុអ្វីបានជាឡាយឡងរបស់នេះគ្រាន់តែយើងប្រហែលជាដោយសារតម្លៃមិនខ្ពស់ទេរបស់ល្អនៅក្នុងការឡាយឡងធម្មតាប្រហែលជាអញ្ចឹងយីខេញយើងជួបគ្នាម្ដងទៀតហើយអ្នកបានលុតជង្គង់នៅទីនេះ5-4ថ្ងៃស្នេហ៍ស្មោះស្ម័គ្រនេះពិតជារំជួលចិត្តដល់មេឃនឹងដេកខ្ញុំក៏រំជួលចិត្តដែរដោយហេតុនេះខ្ញុំបានច្នៃខ្សែកនេះសម្រាប់ប្រពន្ធរបស់អ្នកមានឈ្មោះថាបឆេងសៀងស៊ឺជោជូនពរឲ្យពួកអ្នកចាស់ទៅជាមួយគ្នានឹកអ្នកគ្រប់ពេលវេលាប្រុសម្នាក់នេះពិតជាយករបស់ដែលគេបានឲ្យនាងមកលក់មែនខ្ញុំពិតជាមានស្នេហ៍ស្មោះស្ម័គ្រអ្វីដែលខ្ញុំចង់បានគឺវាអ្នកមិនដឹងទេថានេះជារបស់ដែលខ្ញុំបានឲ្យយីខេញពីមុខវាជារបស់មួយទឹកតើយើងបដូរវាទៅល្អទេប៉ុន្តែខ្ញុំចង់បានវារបស់ដែលយីខេញធ្លាប់មានខ្ញុំចង់យកវាទាំងអស់ខ្ញុំពិតជាមិនយល់ទេពួកអ្នកជាស្រីមានការប្រកួតប្រជែងដ៏សែនប្លែកខេញកុំបារម្ភអីខ្ញុំនៅមានប្រាក់សន្សំខ្លះខ្ញុំពិតជាជួយអ្នកទិញខ្សែកនោះត្រឡប់មកវិញអរគុណមេងឈិនមិនអីទេភ្ញៀវគិតយូរទាំងឡាយគឺឆេងសៀងស៊ឺជោជាស្នាដៃឯកដ៏កម្រតំណាងឲ្យស្នេហ៍ស្មោះស្ម័គ្រគឺគ្មានតម្លៃដូច្នេះគឺឆេងសៀងស៊ឺជោក៏គ្មានតម្លៃចាប់ម្ចាស់របស់ដាក់ថ្លៃលើស្នេហាចំពោះមនុស្សដែលខ្លួនស្រឡាញ់ឥឡូវនេះការឡាយឡងចាប់ផ្ដើមពិតជាគ្មានតម្លៃចាប់ផ្ដើមមែនពិធីករនេះកំពុងតែលបងចិត្តមនុស្សហើយដាក់ថ្លៃលើស្នេហាទាំងស្រុងមនុស្សទី1ដែលដាក់ថ្លៃសម្ពាធពិតជាធំណាស់ប្រសិនបើតម្លៃមិនល្អហើយផ្សាយពីវាពួកគេនឹងត្រូវបានគេសើចអ្នកណាថាមិនមែនសូម្បីតែខ្ញុំក៏មិនហ៊ានដាក់ថ្លៃដែរបើខ្ញុំដាក់ថ្លៃទាបហើយត្រឡប់ទៅវិញប្រពន្ធខ្ញុំនឹងវាយខ្ញុំឲ្យស្លាប់តើគ្មានអ្នកណាដាក់ថ្លៃទេនេះជាឱកាសល្អបំផុតដើម្បីបង្ហាញស្នេហាខ្ញុំមកហើយនោះមិនមែនជាសង្សារតារាតូចរបស់ហ៊ីជាឈៀនយិនទេហេតុអ្វីបានជាគេនៅទីនេះគេជាមនុស្សទី1ដែលដាក់ថ្លៃគេពិតជាមានជំនឿចិត្តលើស្នេហារបស់គេណាស់គ្រប់គ្នាថាស្នេហ៍ស្មោះស្ម័គ្រគ្មានតម្លៃស្នេហាមិនអាចវាស់វែងដោយលុយបានទេប៉ុន្តែវាអាចបង្ហាញពីភាពស្មោះត្រង់លោកជីវតើអ្នកគ្រងនឹងដាក់ថ្លៃប៉ុន្មានខ្ញុំដាក់ថ្លៃ520ខ្ញុំដាក់ថ្លៃ520លោកជីវតើអ្នកចង់មានន័យថា5លាន2សែនមែនទេគ្មានបានការខ្ញុំដាក់ថ្លៃ520យំដំឡើងថ្លៃលើខ្ញុំអ្នកណានឹងចំណាយលុយច្រើនប៉ុណ្ណឹងដើម្បីទិញខ្សែក្របាក់ខេញត្រូវទេទំនាក់ទំនងរបស់យើងមិនអាក្រក់ទេលើកមុនខ្ញុំបានទិញលោកឆេងសៀងស៊ឺជោត្រូវបានធ្វើឡើងពីថ្មយេតកែវនិងថ្មយេតត្រូវបានលម្អដោយថ្មពេជ្រចំនួន9990ជាប់គ្នាដោយផ្លាទីនតំណាងឲ្យស្នេហ៍ស្មោះស្ម័គ្រអមតៈតើអ្នកប្រកាសទេថាការដាក់ថ្លៃរបស់អ្នកមិនមែនអ្នកថាគ្មានតម្លៃចាប់ផ្ដើមទេតើ520មិនមែនតំណាងឲ្យភាពស្មោះត្រង់យីខេញសង្សារតូចរបស់អ្នកពិតជាមានមនោសញ្ចេតនាតើនេះជាការបង្ហាញ520ដល់អ្នកនៅទីសាធារណៈពិតណាស់ស្នេហាត្រូវតែនិយាយឲ្យខ្លាំងមនុស្សកំ pl ែងនេះជាស្នាដៃចុងក្រោយរបស់លោកគ្រូ Chen Shadow Chen Shadow ធ្វើម៉េចនឹងអាចទៅ Chen Shadow ជាអ្នកណា Chen Shadow ជាអ្នកធ្វើគ្រឿងអលង្ការលេខ1នៅដេកស្នាដៃរបស់គាត់គ្មានតម្លៃទេលោកគ្រូ Chen បានចូលនិវត្តន៍យូរហើយយុវជនដែលមានស្នេហ៍ស្មោះស្ម័គ្រម្នាក់បានលុតជង្គង់នៅកន្លែងសំណាក់របស់ទើបគាត់យល់ព្រមចេញមកវិញដើម្បីបង្កើត Cheng Seng Show នេះសម្រាប់មានអ្នកដាក់ថ្លៃ500លានចង់ទិញវាដើម្បីទុកគេមិនលក់ទេថាគេចង់ឲ្យវាទៅមនុស្សស្រឡាញ់របស់លុតជង្គង់9ថ្ងៃដាក់ថ្លៃ500លានឆៃហនកាដូដែលគេឲ្យខ្ញុំពិតជាមានតម្លៃខ្ពស់យ៉ាងនេះ
តើខ្សែក្របាក់មានតម្លៃប៉ុណ្ណឹងមែនទេប្រសិនបើអ្នកចូលចិត្តអ្នកក៏អាចដាក់ថ្លៃបានខ្ញុំដាក់ថ្លៃ5លាន2សែន5លាន2សែនអ្នកកំពុងតែរំខានទីផ្សារហើយលោកយីជាង Shell បានល្អចំពោះអ្នកយកឱកាសនេះដើម្បីបង្ហាញមនោសញ្ចេតនារបស់ខ្ញុំជាងឆេងតើអ្នកគ្រោងនឹងដាក់ថ្លៃប៉ុន្មានតម្លៃដែលពិតជាធ្វើឲ្យអ្នកពេញចិត្តលោកយីអ្នកនឹងជាង Shell បានចប់ហើយហេតុអ្វីមិនទទួលស្នេហារបស់ខ្ញុំចាំសិនខ្ញុំមិនទាន់បានដាក់ថ្លៃទេជាង Shell អ្នកចង់ដាក់ថ្លៃដែរជាង Shell តើវាអាចជាថាគេនៅតែមានមនោសញ្ចេតនាចំមិនអាចទេពីខេងយ៉ាបានសារភាពស្នេហាចំពោះតារាតូចនោះគឺជាការវាយទៅលើមុខរបស់ជាង Shell ជាបុរសដែលមានស្នេហ៍ស្មោះខ្ញុំគិតថាទំនាក់ទំនងរវាងជាង Shell និងយីខេងយ៉ាពិតជាពិបាកលេ Shell នោះប្រហែលជាគ្មានសង្ឃឹមហើយតើជាងឆេងកំពុងព្យាយាមទិញវាត្រឡប់មកវិញនិងឲ្យវាមកជាង Shell មនុស្សត្រូវរៀនលែងដៃនៅពេលដែលត្រូវបែកត្រូវតែបែករបស់ដែលជាងឆេងចូលចិត្តគេមិនដែលលែងដៃទេល្អជាង Shell ពិតជាមានអំណាចលុយរបស់មានតម្លៃនិងស្រីស្រស់ខ្ញុំចង់បានទាំងខ្ញុំថែម52លេ Shell ពិតជាបានដំឡើងថ្លៃមុនគេពិតជាគ្រោងនឹងឈ្នះឆេងសេងសេ Shell នេះជារបស់មានតម្លៃមិនអាចរកបានវាតំណាងឲ្យស្នេហ៍ស្មោះស្ម័គ្រអមតៈកាន់ខ្ញុំមិនអាចលែងដៃបានទេតើគេកំពុងព្យាយាមធ្វើឲ្យខ្ញុំតើគេស្រឡាញ់ខ្ញុំខ្លាំងមែនធ្វើជាចុះបើអ្នកមិនលែងដៃយ៉ាងម៉េចតើអ្នកអាចចំណាយតម្លៃខ្ពស់ជាងនេះសម្រាប់ខ្សែក្របាក់ការដាក់ថ្លៃរបស់ពួកអ្នកជាការមើលងាយចំពោះរបស់មានតម្លៃនេះនិងជាការមើលងាយចំពោះស្នេហ៍ស្មោះស្ម័គ្រខ្ញុំឆ្ងល់ថាអ្នកនឹងដាក់ថ្លៃប៉ុន្មានខ្ញុំដាក់ថ្លៃ500លានខ្ញុំដាក់ថ្លៃ500លានជាងឆេងអ្នកឈួតហើយមែនទេតើខ្សែក្របាក់នេះមានតម្លៃប៉ុណ្ណឹងមែនសមជាជាង Shell មានតែជាង Shell ទេដែលចំណាយមាសពាន់ដំឡឹងជាង Shell យីខេងយ៉ានោះតើនាងពិតជាសមឲ្យអ្នកចំណាយតម្លៃខ្ពស់យ៉ាងហេតុអ្វីត្រូវខ្វល់គ្មានលុយក៏ត្រូវបង្ខំខ្លួនឯងណែជាងឆេងអ្នកពិតជាមិនលេងខ្ញុំមែនតើមានអ្នកណាថែមទៀតទេល្អអញ្ចឹងខ្ញុំប្រកាសជាង Shell ឈ្នះគឺឆេងសេងសេ Shell គឺក្នុងតម្លៃ520សូមអញ្ជើញជាង Shell មកលើឆាកជាង Shell អ្នកពិតជានឹងឲ្យវាទៅមនុស្សស្រឡាញ់របស់អ្នកហើយខ្ញុំចង់ឲ្យវាទៅលេងរស់សៀវអ្វីពិតជាបានឲ្យទៅលេងរស់សៀវមែនមិនមែនគេថាជាង Shell មានស្នេហាមិនប្រែប្រួលធ្វើម៉េចនឹងអាចឲ្យទៅលេងរស់សៀវគ្រប់គ្នាសុទ្ធតែជាមិត្តរបស់គ្រួសារជាបានជួបជុំគ្នានៅទីនេះខ្ញុំយកឱកាសនេះដើម្បីប្រកាសប្រាប់គ្រប់គ្នាខ្ញុំប្រកាសកញ្ញាលេងរស់សៀវជាសង្សាររបស់ខ្ញុំជាហើយក៏ជាអ្នកនាងរបស់គ្រួសារជាងនៅថ្ងៃអនាគតខ្ញុំបានរយូរហើយថានាយកលេងកំពុងតាមមើលទៅពាក្យចាំអារាមពិតគ្រួសារជាងនឹងលេងចាប់ដៃគ្នានេះមើលទៅមេក្រុងនឹងប្រែប្រួលហើយចូលចិត្តទេចូលចិត្តជាងឆេងខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាស្រឡាញ់អ្នកហើយបងស្រីដោយសារជាង Shell និងនាយកលេងនៅជាមួយគ្នាហេតុអ្វីយើងចេញឲ្យឆ្ងាយជាងឆេងអ្នកមិនអាចឲ្យវាទៅលេងរស់សៀវបានទេវាជាកញ្ញាយីនេះជារបស់គ្មានម្ចាស់មកពីការឡៃឡោធ្វើម៉េចអ្នកអាចថាជារបស់អ្នកជាងឆេងអ្នកដឹងច្បាស់ថាវាជារបស់ដែលអ្នកបានឲ្យខ្ញុំចម្លងដោយ TurboScribe A នោះបញ្ជាក់ថានៅក្នុងភ្នែកវាមិនមានតម្លៃអ្វីទេអ្នកមិនចាំបាច់ធ្វើពុតនៅចំពោះមុខខ្ញុំទេមិនមែនខ្ញុំទេខ្ញុំមិនមែនឥឡូវនេះខ្ញុំមិនចង់លក់ទេខ្ញុំស្ដាយក្រោយមិនបានទេការដោះដូរអ្វីពិតជាមិនអាចចាប់ផ្ដើមសារថ្មីបានទេពិតជាមិនអាច
ចាប់ផ្ដើមសារថ្មីបានទេមិនបានទេទោះបីជាយាងឆេងយល់ព្រមក៏ខ្ញុំមិនព្រមដែរបានហើយខ្ញុំទៅហើយណែណែយើងយកពេលនេះយីឆេនៀស្ដាយក្រោយគឺហួសពេលហើយលោកអគ្គនាយកលេនខ្ញុំភារកិច្ចដែលមីងរបស់ខ្ញុំបានប្រគឺខ្ញុំបានបំពេញយ៉ាងជោគជ័យហើយឥឡូវនេះពេញមួយសុទ្ធតែដឹងថាអ្នកគឺជាកូនស្រីរបស់ខ្ញុំតើចិត្តទេពេញចិត្តពិតជាពេញចិត្តហើយយាងឆេងលោកថ្ងៃនេះបានសារភាពស្នេហ៍យ៉ាងអធិកអធមបែបនេះពេញមួយទីក្រុងសុទ្ធតែដឹងថាយើងទាំងពីរបានភ្ជាប់ពាក្យនឹងគ្នាហើយអញ្ចឹងដូចបំណងរបស់លោកហើយលោកអគ្គនាយកលេនលោកបានប្រាមីងរបស់ខ្ញុំអរគុណដែលខំប្រឹងប្រាប់ខ្ញុំសង្សាររបស់លោកនិយាយត្រូវហើយមិនមែនគ្រាន់ឲ្យពួកឯងខ្ចីដៃខ្ញុំមួយគ្រាទេរឿងគ្រួសារជាងកាន់តែធ្វើឲ្យឈឺចាប់ជាងឆេងនាងចង់មានន័យថាម៉េចខ្ញុំមិនមែនតែចេះតែនិយាយលេងសើចទេខ្ញុំពិតជាចូលចិត្តលោកខ្ញុំចង់ធ្វើជាសង្សាររបស់លោកយល់ព្រមទេតើយើងទាំងពីរអាចក្លាយជាសង្សារនឹងគ្នាបានទេជាងឆេងលឿនពេកហើយលឿនហេខ្ញុំគិតថាឬមួយលោកពិតជាចូលចិត្តខ្ញុំមែនមិននឹងអាចទៅរួចអាហាយជាងឆេងខ្ញុំសុំទៅទទួលទូរស័ព្ទមួយផ្លែតសិនអាហាយលេងលូសេនាងបានចូលក្នុងអន្ទាក់ជ្រៅហើយមានតែកាន់តែលងជ្រៅប៉ុណ្ណោះអូនសម្លាញ់មិនហ្នឹងសែនឆេងមិនបានជាអំបញ្ញមិញអូនមិនទទួលទូរស័ព្ទបងអូនប្រហែលជាមិនមែនឆេងហើយលងស្រឡាញ់គេមែនតែនទេដឹងបងសម្លាញ់អូននឹងជាងឆេងបេះដូងអូនមានតែបងទេអូនគ្រាន់តែសម្ដៅក្នុងចិត្តទី1គឺដើម្បីសាកល្បងរឿងរៀបការគឺដើម្បីទទួលបានរបស់ក្រុមហ៊ុនអ្នកគ្រប់គ្រងពាណិជ្ជកម្មពិតមែនណាអូនសម្លាញ់ក្នុងចិត្តបងមានតែអូនទេម្យ៉ាងទៀតគេកាន់តែស្និទ្ធស្នាលហើយអ្វីដែលសំខាន់ជាកូនប្រុសហេតុអីបងមិនយកជឿបងហើយប៉ុន្តែអូនមានលក្ខខណ្ឌមួយបានឲ្យតែអូនមិនខឹងអូនចង់បានអ្វីបងនឹងឲ្យអូនទាំងអស់អូនចង់ទៅធ្វើការនៅក្រុមហ៊ុនត្រកូលជាងដើម្បីបងខ្លាចគេរកឃើញរឿងអ្វីមួយអូនផ្ញើមកធ្វើការនៅក្រុមហ៊ុនត្រកូលជាងវានឿយហត់ណាស់សប្បាយចិត្តបន្ទាប់មកចាំអ្នកផ្សេងឧទាហរណ៍និយាយថាសៀវអូនមិនខ្លាចខាតបងទេមនុស្សមានស្អីទៅអូនថាអូនចង់មកក្រុមហ៊ុនត្រកូលជាងធ្វើការមិនបានទេបងយល់ប៉ះសិនជាក្រុមហ៊ុនត្រកូលជាងអូនយល់ព្រមធ្វើម៉េចទៅបងនៅមានគំនិតមិនល្អនឹងណាអូនមិនយល់ព្រមទេខ្ញុំលែងនិយាយរកលោកហើយណែកុំអីណែយ៉ាខ្ញុំយល់ព្រមនឹងលោកហើយចឹងលោកនិយាយត្រូវគ្នាហើយណាស្អែកខ្ញុំនឹងការហើយបានប៉ុន្តែលោកក៏ត្រូវសន្យានឹងខ្ញុំដែរលោកត្រូវជួយខ្ញុំឲ្យបានចូលធ្វើការនៅក្រុមហ៊ុនត្រកូលជាងកុំបារម្ភអីគ្មានបញ្ហាទេគេនិយាយថាជាងឆឹងមើងម៉ាត់តែឥឡូវខ្ញុំមានអារម្មណ៍ថាប្រហែលជាមិនមានគំនិតមិនល្អចំពោះក្រុមហ៊ុនត្រកូលជាតែបើសៀវទាវជួយនាងខ្ញុំសុខចិត្តស៊ូលោកប្រុសជាងលោកទៅបន្ទប់សម្ងាត់មកពន្យល់ខ្ញុំមកខ្ញុំកាន់តែមិនអាចចំពោះជាងឆឹងទប់ចិត្តបានហើយខ្ញុំជាសង្សាររបស់លោកណាលោកបែរជាចង់ឲ្យខ្ញុំធ្វើជាលេខាផ្ទាល់ខ្លួនរបស់លោកមិនដឹងថាលោកប្រុសជាងបើកពួកផ្នែកទាំងនេះនៅលើលោកនេះគ្មានប៉ារបស់ខ្ញុំលោកប្រុសជាងលោកពិតជាអ្នកជីមែនបើសិនជាខ្ញុំទៅចុះក្រុមហ៊ុនត្រកូលនេះតែគ្មានអ្នកមើលថែទេដឹងបើអញ្ចឹងខ្ញុំណែនាំលេខាដ៏ល្អម្នាក់ទៀតឲ្យអ្នករកមនុស្សដែលស័ក្តិសមជាងនេះឲ្យអ្នកពិតជាមានហើយគឺប្អូនជីដូនមួយខ្ញុំណានកុងសៀវយីងណានកុងសៀវយីងហ៊ឺលីនរੂសៀវថាចង់មកធ្វើការហើយមិនមែនគាត់ទេនេះពិតជា
របស់អ្នកនោះមិនមែនជារបស់ប្រពន្ធខ្ញុំទេអ្នកមិនខ្លាចសង្សាររបស់អ្នកត្រូវគេដណ្ដើមយកទេជាងឆឹងខ្ញុំពិតជាជឿជាក់លើអ្នកម្យ៉ាងទៀតណានកងសៀវយីងនាងគឺជាប្អូនជីដូនមួយរបស់ខ្ញុំនាងមិនអាចសង្សាររបស់ខ្ញុំទេផ្ទុយទៅវិញនាងនឹងជួយខ្ញុំខ្លំមើលអ្នកមិនឲ្យអ្នកខូចខ្ញុំនៅតែគិតថាគ្មាននរណាល្អអ្នកនិយាយបែបនេះហើយស្អែកឲ្យនាងមកធ្វើការចោះល្អអញ្ចឹងខ្ញុំទៅប្រាប់ដំណឹងល្អនេះដល់នាងហាហាអូមែនហើយណានកងសៀវយុននាងគឺជាប្អូនជីដូនមួយរបស់ធ្វើបាបនាងឲ្យសោះកុំបារម្ភអីខ្ញុំមិនមែនជាមនុស្សអាក្រក់ឯណាអញ្ចឹងឆាយយករបស់ខ្ញុំផ្ញើឲ្យលោកប្រុសជាងមើលថាតើពាក្យចាំអារាមកាលពីជាតិមុនគឺជាការពិតមែនទេស្រីម្នាក់នេះចូលចិត្តឯងតើនេះគឺជាក្រុមហ៊ុន Yang Group មែនទេណែឈៀវយកចងចាំអ្វីដែលឯងបានសន្យានឹងខ្ញុំផងលក្ខខណ្ឌគឺជួយខ្ញុំស៊ើបពីក្រុមហ៊ុនរូបពីគម្រោងថ្មីនេះឯងកុំបារម្ភអីខ្ញុំណែងកងឆេវយគឺជាកម្ពុជាអ្នកស៊ើបអង្កេតយ៉ាងណាក៏ដោយឆេវយឯងត្រូវតែរក្សាគម្លាតពីយាងឆេងឲ្យបានមិនត្រូវឲ្យគេឆ្លៀតឱកាសលើឯងខ្ញុំមិនអនុញ្ញាតដាច់ខាតឯងក៏ចេញមកដែរមែនទេបាយបាយលេងលូយកស្រីក្មេងស្រីម្នាក់នេះមកដាក់នៅក្បែរខ្លួនខ្ញុំមិនខ្លាចខ្ញុំគឺញ៉ាំគឺនាងទេហេស្រីស្អាតម្នាក់នេះមកពីណាមកធ្វើការនៅក្រុមហ៊ុនយើងហើយពិតជាដូចទេពធីតាចុះមកចាប់ជាតិមែនស្រីស្អាតសុំទោសផងសៀវអ៊ីពិតជាមិនមែនជាមនុស្សល្អទេស្រីស្អាតខ្ញុំបានផ្ញើសារទៅក្នុងគេហទំព័រហើយស្រីស្អាតខ្ញុំកើតមកមិនសូវស្គមជឿជាក់លើទីដៅពេកអីខ្ញុំគិតយ៉ាងម៉េចដែរលោកប្រធានជាងលេខានោះមកធ្វើការទាំងអស់គ្នាទៅលោកប្រធានជាងលេខារបស់លោកប្រធានខ្ញុំមិនចង់ញ៉ែទេបំបែកគ្នាទៅណានកងលេខាពិតជាមកទៀងពេលមែនក្រុមហ៊ុនខ្ញុំឥតការ៉ូស្រួលអង្គុយណាស់លោកគឺជាជាងឆឹងមនុស្សប្រុសនៅក្នុងក្រុមហ៊ុនលោកមិនក៏យ៉ាងហ្នឹងដូចជាចង់កុំបារម្ភអីថ្ងៃក្រោយមានខ្ញុំនៅទីនេះឥឡូវនេះគ្មាននរណាហ៊ានធ្វើអីនាងទេនាងដឹងទេលោកតាមការពារខ្ញុំតាមផ្លូវដើររេធ្វើអីខ្ញុំថាលេខាណានកងនាងមកធ្វើការឬក៏មកលេងលោកមិនបានឲ្យខ្ញុំតាក់ការងារឲ្យខ្ញុំមិនលួចខ្ជិលទេចុះសរុបមកនៅតែជាកំហុសខ្ញុំដែរមែនពិតណាស់ល្អអញ្ចឹងឯងទៅជួយចាត់ចែងឯកសារគម្រោងពីមុនសុទ្ធតែជាគម្រោងសម្ងាត់មិនអាចបដិសេធគម្រោងសម្ងាត់ព្រោះសុទ្ធតែជាទិន្នន័យសម្ងាត់ដូច្នេះខ្ញុំមិនអាចផ្ញើឲ្យឯងប្រើកុំព្យូទ័រខ្ញុំទៅទទួលបញ្ជាខំធ្វើការណាខ្ញុំចេញទៅក្រៅសិនទុកចិត្តចុះទុកនាទីនេះឲ្យខ្ញុំធានាថានឹងសម្រេចភារកិច្ចនឹងហើយឲ្យបើកបន្តិចមកសៀវខ្ញុំចង់យកវាទៅជូនលីនរូហៀងប្រសិនបើគ្មានការវិនិយោគរបស់លោកប្រុសចាស់យេស៊ូគ្រប់ច្បាស់ជាដួលរំមិនមានតែចាំងឆឹងទេទើបអាចជួយពួកយើងបានប្រសិនបើអ្នកមិនអង្វរសុំការវិនិយោគទេផ្សាររាត្រីរបស់យើងនឹងចប់ហើយនោះគឺជាក្តីស្រឡាញ់ដែលតើយើងពិតជាមិនអាចត្រឡប់ទៅរកភាពដើមវិញបានទេមែនទេខ្ញុំខុសហើយជាងឆេង
ជាងឆេងតើយើងពិតជាមិនអាចបន្តទៀតបានទេមែនទេជាងឆេងតើយើងពិតជាមិនអាចបន្តទៀតបានទេមែនទេកុំចូលទៅនាងមិនមែនជាសង្សារចាស់របស់ជាងឆេងទេកុំចូលទៅនាងមិនមែនជាសង្សារចាស់របស់ជាងឆេងទេទោះបីជាគ្មានខ្ញុំក៏នឹងមិនមានលិនរួឆេវដែរប្រសិនបើខ្ញុំធ្វើឲ្យពួកគេបែកបាក់គ្នាតើជាងឆេងនឹងត្រឡប់មករកខ្ញុំវិញទេហេតុពិតណាស់ចង់តាក់ទងអ្នកហើយគ្មានបេះដូងជាងឆេងយល់ព្រមត្រូវរើគ្នាជាមួយអ្នកវិញហើយហេតុអ្វីបានជាមានមនុស្សនិយាយដើមគេពីក្រោយខ្នងលោកប្រធានជាងមិនអីទេអ្នកនិយាយថាអ្នកទទួលបានដំណឹងថាតម្លៃភាគហ៊ុនបន្ទះជីបឈៀងខ្វាន់នឹងកើនឡើងយ៉ាងខ្លាំងបាទលោកប្រធានជាងប្រភពព័ត៌មានគឺអាចទុកចិត្តបានទាំងស្រុងតើអ្នកគិតថាយើងគួរតែចូលរួមដែរទេបង្ហាញថាមាននរណាម្នាក់បញ្ចេញព័ត៌មានคล้ายៗជាមុនថាតម្លៃភាគហ៊ុនមួយចំនួននឹងកើនឡើងយ៉ាងខ្លាំងដើម្បីចេញយ៉ាងច្រើននៅពេលតម្លៃភាគហ៊ុនឡើងខ្ពស់កេងចំណេញពីអ្នកវិនិយោគរាប់មិនអស់និងអ្នកវិនិយោគរីរងហើយរកប្រាក់បានយ៉ាងច្រើនចូលរួមពិតណាស់ត្រូវតែចូលរួមអ្នកប្រើកណីផ្សេងទៀតដើម្បីទិញភាគហ៊ុនដែលខ្ញុំបាននិយាយធ្វើឲ្យគេចាប់អារម្មណ៍ខ្ញុំដឹងពីតម្លៃដែលពួកគេចង់បានឲ្យតែយើងលក់ចេញមុនតើនរណានឹងក្លាយជាអ្នកចាញ់គឺមិនទាន់ប្រកាសនៅឡើយទេប៉ុន្តែខ្ញុំបាននិយាយថាអូនសម្លាញ់បងនឹកអូនជាងឆេងពិតជានៅស្រឡាញ់ខ្ញុំមែនហ៎លេនរੂសៀវនោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះត្រូវតែណាត់គាត់មកនិយាយឲ្យច្បាស់ហេតុអ្វីបានជាគាត់បិទទូរស័ព្ទដាក់ខ្ញុំតើនរណាទូរស័ព្ទមកខ្ញុំតើនរណាទូរស័ព្ទមកខ្ញុំលេខាណែនវូតើនរណាទូរស័ព្ទមកខ្ញុំគ្មានទេគ្មាននរណាទូរស័ព្ទមកអ្នកទេតើគាត់នៅតែមិនលើកលែងទោសឲ្យខ្ញុំមែនទេឬមួយគាត់ខ្លាចខ្ញុំធ្វើឲ្យប្រៀបធៀបជាមួយលេនរੂសៀវតើខ្ញុំពិតជាគ្មានប្រយោជន៍ពេកមែនទេលេខាណែនវូហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាអ្នកមានរឿងលាក់បាំងខ្ញុំមិននឹងអាចទៅរួចលោកប្រធានជាងគាត់កំពុងចេញពីធ្វើការលោកប្រធានជាងខ្ញុំជួយអ្នកនិយាយថាអ្នកជាមនុស្សរបស់លេនរੂឆេវចុះទំនាក់ទំនងរបស់អ្នកជាមួយគាត់អ្វីមិនធ្វើជាលេខារបស់គាត់ទោះបីជាខ្ញុំនិងលេនរੂសៀវកំពុងតាក់ទងគ្នាក៏ដោយប៉ុន្តែភាពខុសគ្នារវាងក្រុមហ៊ុនទាំងពីរប្រហែលជាទៅណាត់ជួបគ្នាហើយមែនទេតើយើងកើតអីចុះហេតុអ្វីលេនរੂសៀវចង់ប្រើគ្រប់មធ្យោបាយដើម្បីរៀបចំអ្នកឲ្យនៅក្បែរខ្ញុំជាងឆេងតាមពិតចង់បង្កើតក្រុមហ៊ុនរថយន្តអគ្គិសនីត្រីតូចពិតជាផ្ដល់ឲ្យខ្ញុំនៅការភ្ញាក់ផ្អើលមិនតិចទេមិនត្រឹមត្រូវទេហេតុអ្វីបានជាជាងឆេងមិនប្រយ័ត្នយ៉ាងនេះឬមួយគាត់កំពុងដាក់អន្ទាក់មិនបានទេខ្ញុំត្រូវតែទៅមើលខ្ញុំមិនបានឃើញអ្វីទាំងអស់ដាច់ខាតមិនអាចបោះបង់បានទេប្រហែលជាគិតថាខ្ញុំចូលចិត្តអ្នកចូលចិត្តខ្ញុំមែនហើយជាងឆេងខ្ញុំចូលចិត្តអ្នកយូរមកហើយមិនមែនចង់រៀបចំខ្ញុំឲ្យនៅខាងអ្នកទេ
គឺខ្ញុំខ្លួនឯងដែលចង់នៅខ្ញុំមិនជឿទេអ្នកមិនជឿអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញលើកនេះអ្នកជឿហើយមែនទេប្រើសម្រស់តាក់ទាញខ្ញុំអញ្ចឹងខ្ញុំមិនក្រែងចិត្តទេខ្ញុំគិតថានៅមិនទាន់គ្រប់គ្រាន់ទេលុះត្រាតែអ្នកបញ្ចុកបាយខ្ញុំដោយខ្លួនឯងនេះមិនមែនគ្មានអ្វីសោះទេចង់មើលតែមិនធ្វើហេតុអ្វីបានជាមើលមកខ្ញុំហើយញឹមបែបនោះគាត់និយាយថាគាត់មិនមែននិយាយពីអ្នកពិតមែនទេប៉ុន្តែនាងគឺជាសង្សាររបស់ខ្ញុំអ្នកពិតជាពូកែខ្ញុំគិតថាយើងទាំងពីរពិតជាស័ក្តិសមនរណាស័ក្តិសមនឹងអ្នកហេតុអ្វីគ្មាននរណាម្នាក់ខ្វល់ពីខ្ញុំត្រីតូចមិនមានរឿងអ្វីកើតឡើងទេនរណាទូរស័ព្ទមកខ្ញុំទេយ៉ាងណាក៏ដោយគឺមិនអាចឲ្យគាត់ឃើញបានទេកុំទៅមានរឿងអីជាងឆេងខ្ញុំមករកត្រីតូចហេតុអ្វីនាងមិននៅទីនេះនាងកើតអីនាងមិនបានយកអត្តសញ្ញាណប័ណ្ណមកទេមកហើយជួយខ្ញុំចាត់ចែងឯកសារពេញជាងឆេងនោះជាការពិតអេគឺជាតិកុំទៅតាមពិតខ្ញុំមានកិច្ចសហប្រតិបត្តិការមួយចង់ពិភាក្សាជាមួយកិច្ចសហប្រតិបត្តិការអ្វីតោះទៅនិយាយនៅខាងនោះជាងឆេងកិច្ចសហប្រតិបត្តិការអ្វីជួញដូរភាគហ៊ុនខេងយោតើអ្នកនៅតែខឹងនឹងខ្ញុំមែនទេខ្ញុំចង់ជួយអ្នកទិញខ្សែត្រឡប់មកវិញប៉ុន្តែខ្ញុំមិននឹកស្មានថាវាថ្លៃយ៉ាងនេះទេមិនអីទេខ្ញុំដឹងថាអ្នកគ្មានលុយទេនៅតែខេងយោដែលយល់ពីខ្ញុំប្រសិនបើអ្នកអាចណែនាំធនធានខ្លះឲ្យខ្ញុំទៀតនោះពិតជាល្អណាស់ឆែនរឿងណែនាំធនធានចាំនិយាយលើកក្រោយចុះខ្ញុំនៅមានការរវល់ដាក់ចុះសិនហើយជាងឆេងបន្ទាប់ពីលេនរូសៀលដកទុនវិនិយោគអ្នកពិតជាដួលរំមិនអាចងើបរួចតើសមិទ្ធផលពីមុនរបស់ខ្ញុំសុទ្ធតែជាងឆេងជាអ្នកផ្ដល់ឲ្យមែនទេតើសមត្ថភាពរបស់ខ្ញុំពិតជាមិនល្អដូចលេនរូសៀលមែនទេជាងឆេងតើអ្នកខ្លាចខ្ញុំធ្វើឲ្យអ្នកពិបាកទើបអ្នកមិនចង់រៀបការជាមួយខ្ញុំវិញមែនទេអីយ៉ាផ្សាររាត្រីរបស់យើងមានផ្លូវសង្គ្រោះហើយមានរឿងអីខ្ញុំទទួលបានដំណឹងច្បាស់ការតម្លៃភាគហ៊ុនរបស់បន្ទះឈីបឈៀងខ្វិននឹងកើនឡើងយ៉ាងខ្លាំងលោកប្រធានជាងចូលរួមមុននឹងប្រកាសជារកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ពិតមែនពិតណាស់គឺជាការពិតនេះគឺជាបុគ្គលសំខាន់ប្រាប់ខ្ញុំផ្ទាល់មាត់មនុស្សដែលដឹងមានតិចតួចណាស់កាលពីមុនខ្ញុំធ្លាប់ធ្វើការឲ្យបុគ្គលសំខាន់រូបនេះទើបគាត់ប្រាប់ខ្ញុំពីដំណឹងសម្ងាត់បំផុតនេះឲ្យតែបានល្អមានដើមទុនធំចូលរួមក្នុងតម្លៃភាគហ៊ុនរបស់ឈៀងខ្វិនយ៉ាងហោចណាស់នឹងឡើងដល់100យួនក្នុងមួយហ៊ុន100តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់បន្ទះឈីបនោះមានន័យថាប្រសិនបើយើងចូលរួមដើមទុននៅពេលអនាគតនឹងអាចកើនឡើង10ដងពេលនេះផ្សាររាត្រីរបស់យើងមានផ្លូវសង្គ្រោះហើយបន្ទាប់ពីទីផ្សារបើកនៅថ្ងៃស្អែកយើងត្រូវប្រញាប់ទិញចូលបើមិនអញ្ចឹងទេសូម្បីតែទឹកជាងឆេងខ្ញុំនឹងប្រើឱកាសនេះដើម្បីបញ្ជាក់ថាខ្ញុំមិនអន់ជាងលេនរូឈៀលទេគ្មានអ្នកខ្ញុំនៅតែអាចងើបឡើងវិញបានជាងឆេងអ្នកប្រហែលជាមិនបានស្ដាប់ដំណឹងដែលគេហៅថាដំណឹងសម្ងាត់ថាតម្លៃភាគហ៊ុនឈៀងខ្វិនមែនហើយលោកប្រធានជាងសូមអភ័យទោសដែលខ្ញុំនិយាយត្រង់ដំណឹងបែបនេះភាគច្រើនគឺដើមទុនធំបញ្ចេញមិនអាចយកជាការបានទេពិតជាស័ក្តិសមជាលោកប្រធានលេនពិតជាមានភ្នែកមុតស្រួចមែនសូមអញ្ជើញអង្គុយប៉ុន្តែដំណឹងនេះគឺពិតជាការពិតមែនស្អីគេប៉ុន្តែនេះគឺជាអន្ទាក់ឬមួយមាននរណាម្នាក់ចិត្តណាដំឡើងតម្លៃភាគហ៊ុនលក់ចេញនៅពេលតម្លៃខ្ពស់លោកជាងអ្នកមិនដូចជាអ្នកជំនួញនៅទីក្រុងឈៀនហែដែលកំណាញ់ភ្លាមនោះទេភ្លាមនោះក៏คล้ายជាមនុស្សចិត្តទូលាយ
ប្រសិនបើជាវិចារញ្ញាណរបស់ខ្ញុំគ្មានអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃនៅលើលោកនេះទេគម្រោងបោកប្រាស់នេះយកល្អកុំចុះបើខ្ញុំនិយាយថាខ្ញុំដឹងរឿងផ្ទៃក្នុងវិញលោកជាងនេះមិនមែនជាការឈ្នះទាំងសងខាងទេយើងអាចលក់ចេញមុនប្រមូលផលចំណេញមិនអាក្រក់ទេយ៉ាងម៉េចដែរមានចំណាប់អារម្មណ៍សហការទេតោះវាប្រហារសាច់ដ៏ធាត់នេះជាមួយឲ្យចាប់អារម្មណ៍យល់ព្រមរីករាយដែលបានសហការរីករាយដែលបានសហការហេឈៀវហេតុអ្វីអ្នកមកទីនេះលេខាណេងកងក៏របស់អ្នកកើតអីឈៀវយល់ចប់ហើយបើចៅហ្វាយឃើញគាត់នឹងសម្លាប់ខ្ញុំមិនខាននរណាហ៊ានឈៀវស្ដាប់ការពន្យល់របស់ខ្ញុំសិនតើនរណាវាយអ្នកកឡើងសំបីតែស្នាមថើបក៏មើលមិនដឹងដែរយីឈៀវពិតជាឆោតល្ងងមែនគ្មាននរណាវាយខ្ញុំទេខ្ញុំគ្រាន់តែដេកខុសទំនងពេលថ្ងៃត្រង់ក៏រកគេកោះខ្យល់ឲ្យពិតមែនទេពិតមែនឈៀវយល់ចេះកុហកដោយខ្លួនឯងគួរឲ្យចាប់អារម្មណ៍ពិតមែនលេខាណេងកងខ្ញុំបានជួយកោះខ្យល់ឲ្យនាងថែមទាំងប៉ាវបាយខ្ញុំទៀតផងជាងឆេងអញ្ចឹងតើអរគុណជាងឆេងសំណាងហើយដែលអ្នកមើលថែឈៀវយល់អញ្ចឹងខ្ញុំធូរចិត្តហើយលោកយីមិនបាច់បារម្ភទេខ្ញុំប្រកាសជាជួយមើលថែលេខាណេងកងបើគ្មានការអីទៀតទេខ្ញុំនាំឈៀវយកចេញពីធ្វើការសិនហើយទៅចុះយប់ហើយឆាប់ត្រឡប់ទៅវិញចុះស្អែកនឹងមានរឿងល្អមើលចៅវាយជាងតើអ្នកកំពុងធ្វើសង្គ្រាមភាគហ៊ុនជាមួយនរណាខ្ញុំនិយាយថាស្អែកទីផ្សារភាគហ៊ុននឹងមានរឿងល្អមើលខ្ញុំស្មានថាអ្នកនិយាយថាអ្នកទាំងពីរតើអ្នកកំពុងនិយាយពាក្យប្រាជ្ញាអីហ្នឹងគ្មានអីទេឈៀវតោះយើងទៅផ្ទះសិនឈៀវយូជាងឆេងមិនបានធ្វើបាបអ្នកទេមែនទេអត់ទេគាត់មិនបានធ្វើបាបខ្ញុំទេតោះណេងកងដ៏ល្ងងខ្លៅខ្ញុំកាន់តែចូលចិត្តនាងខ្លាំងឡើងហើយចាប់ផ្ដើមលោកជាងតម្លៃភាគហ៊ុនចាប់ផ្ដើមឡើងហើយតើយើងចាត់ការពេលណាមិនបាច់ប្រញាប់ទេដើមទុនធំមួយចំនួនមិនទាន់ចូលលេងនៅឡើយទេតម្លៃភាគហ៊ុននេះឡើងយឺតពេកអញ្ចឹងខ្ញុំនឹងបន្ថែមភ្លើងឲ្យពួកគេខ្លះភាគហ៊ុនបន្ទះជីបឆេងខ្វិនទិញចូល500លាន500លានអ្នកមានបំណងដំឡើងថ្លៃភាគហ៊ុនជាមុនសិនបន្ទាប់មកលក់ភាគហ៊ុនក្នុងដៃចេញដើម្បីយកមិនអាក្រក់ទេមានគេចូលលេងហើយ500លានបន្ទះជីបឆេងខ្វិនមែនហើយតម្លៃភាគហ៊ុនឆេងខ្វិនឡើងដល់50ហើយមិនទាន់ប៉ាដំណឹងនេះពិតជាត្រឹមត្រូវមែនតម្លៃភាគហ៊ុនឆេងខ្វិនកំពុងឡើងខ្លាំងពិតមែនហើយឥឡូវតម្លៃភាគហ៊ុនខ្ពស់ណាស់តោះឆាប់ដាក់ទុន300លានដែលនៅសល់ចូលឈប់សិនបន្ទះជីបឆេងខ្វិនប៉ាយើងបានវិនិយោគ300លានរួចហើយ300លានដែលនៅសល់គឺជាមូលនិធិបង្វិលរបស់ He Group តើយើងគួរពិចារណាអីទៀតឥឡូវតម្លៃភាគហ៊ុនឡើងដល់60ហើយបើមិនទិញសូម្បីតែទឹកស៊ុបក៏គ្មានផឹកដែរទិញឲ្យខ្ញុំភាគហ៊ុនបន្ទះជីបឆេងខ្វិនទិញចូល300លានលោកជាងតម្លៃភាគហ៊ុនឡើងដល់80ហើយតើយើងចាត់ការពេលណាចាំដល់90សិនប៉ុន្តែខាងត្រកូលយីពួកគេបានបញ្ចេញដំណឹងថាពួកគេនឹងលក់ចេញនៅតម្លៃ100ប៉ុន្តែតាមការគណនារបស់ខ្ញុំពួកគេនឹងលក់ចេញព្រមគ្នានៅតម្លៃ95នឹកស្មានមិនដល់ថាជនកំណាញ់ម្នាក់នេះត្រូវបានខ្ញុំលេងដល់ពេលលក់ចេញហើយមែនទេភាគហ៊ុនបន្ទះជីបឆេងខ្វិនលក់ចេញប៉ាតម្លៃភាគហ៊ុនធ្លាក់ចុះហើយតើយើងគួរលក់ចេញទេលក់អីជឿជាក់លើគាត់ទៅលើនេះប្រកាសជាការកែតម្រូវបន្តិចបន្តួចប៉ុណ្ណោះធ្លាក់ដល់50ហើយថាម៉េចចប់ហើយមូលនិធិរបស់យើងជាប់គាំងទាំងអស់ត្រកូលយីចប់ហើយប៉ាតើមានវិធីផ្សេងទៀតទេតើមានវិធីទេការជាងឆេងនៅទីនេះត្រកូលជាងបានជួយទាញយើងឡើងប៉ុន្តែឥឡូវនេះជាងឆេង
ប៉ាខ្ញុំទៅរកជាងឆេងដើម្បីខ្ចីលុយតើគេនឹងយល់ព្រមទេគេនឹងអស្ចារ្យណាស់ជោគជ័យហើយហានេះចប់ហើយមែនទេតើយើងរកលុយបានច្រើនលើកនេះយើងបានវាយប្រហារពួកគេការវិនិយោគមិនលើសពី1000លានចំណូល10,000លានពិតជាអស្ចារ្យណាស់នេះគឺគ្រប់គ្រាន់ដើម្បីសង្លោកជាងវិញជាច្រើនដងអញ្ចឹងតើខ្ញុំអាចសុំដំឡើងប្រាក់ខែបានទេលេខាណេងកងតម្លៃដែលអ្នកបង្កើតឲ្យខ្ញុំមិនសមនឹងឲ្យខ្ញុំដំឡើងប្រាក់ខែឲ្យអ្នកទេហាខ្ញុំគ្រាន់តែនិយាយលេងប៉ុន្តែយើងអាចទៅញ៉ាំបាយបានញ៉ាំបាយយល់ព្រមអាហារជប៉ុននោះមិនអាក្រក់ទេតោះទៅវ៉ាវតើវាពិបាកសម្រាប់បុរសក្នុងការផ្លាស់ប្ដូរចរិតមែនទេនរណាចង់ទៅមើលគុនជាមួយអ្នកបន្ទាប់ពីញ៉ាំបាយហេតុអ្វីខ្ញុំមានអារម្មណ៍ថាជាងឆេងចៅវាយជាងលេខាណេងកងញ៉ាំបាយជាមួយគ្នាហាក់ដូចជាពាក្យចាំមិនអាក្រក់ទេខ្ញុំគ្រាន់តែនិយាយលេងទេខ្ញុំចូលចិត្តញ៉ាំអាហារជប៉ុនអញ្ចឹងថែមទាំងនិយាយថានឹងកំដរខ្ញុំទៀតបរោះសុទ្ធតែជាព្រាននារីហ៎ហេឈៀវយូលោកជាងខ្ញុំនឹងឆៃឲ្យយើងនៅមានការត្រូវធ្វើពួកយើងទៅសិនហើយឆៃឲ្យយើងលេនរស់សៀវម្នាក់នេះពិតជាគួរឲ្យរំខានមែនពិតជាគួរឲ្យរំខានណាស់យប់ជ្រៅហើយនរណាមករកខ្ញុំជាងឆេងអ្នកមិនបានរស់នៅជាមួយលេនរស់សៀវទេអញ្ចឹងវាពាក់ព័ន្ធអីខ្ញុំនៅមានឱកាសជាងឆេងតើអ្នកនៅខឹងនឹងខ្ញុំមែនទេខ្ញុំមិនខឹងនឹងមនុស្សនៅលើក្រោយទេមានការអីនិយាយមកបើគ្មានទេចាក់ចេញទៅជាងឆេងខ្ញុំមករកអ្នកព្រោះខ្ញុំពិតជាមានការខ្ញុំចង់ខ្ចីលុយអ្នកខ្លះឈៀវត្រកូលរីដ៏ថ្លៃថ្នូររបស់អ្នកមករកខ្ញុំជាងឆេងដើម្បីខ្ចីលុយពីមុនអ្នកធ្លាប់យកលុយជាងឆេងហេតុអ្វីអ្នកគិតមកលើខ្ញុំបែបនេះគឺដោយសារតែក្រុមហ៊ុនមានបញ្ហាមូលនិធិបង្វិលត្រូវបានជាប់គាំងពិតជាគ្មានផ្លូវទៅមកខ្ចីលុយអ្នកតើអ្នកយកលុយក្រុមហ៊ុនទៅលេងភាគហ៊ុនមែនទេមែនហើយជាងឆេងខ្ញុំមិនចង់បានច្រើនទេខ្ញុំគ្រាន់តែខ្ចី300លានប៉ុណ្ណោះ300លានមិនមែនជាចំនួនតិចទេហេតុអ្វីខ្ញុំត្រូវឲ្យអ្នកខ្ចីជាងឆេងពីមុនមិនមែនបែបនេះទេពីមុនខ្ញុំនិយាយ10,000លានអ្នកឲ្យភ្លាមបើខ្ញុំនិយាយឥឡូវនេះគ្រាន់តែសុំអ្នក300លានឬខ្ចីអ្នកមិនព្រមទេឈៀវអ្នកក៏បាននិយាយដែរថានោះគឺជាអតីតកាលហើយខ្ញុំចង់ប្រកាសថាលុយរបស់ខ្ញុំមិនមែនសម្រាប់ឲ្យយីខេងជាងឆេងតើអ្នកមិនបាននិយាយថាយើងអាចបន្តបានទេតើខ្ញុំនិយាយគេពិតជាមិនទាន់លើកលែងទោសឲ្យខ្ញុំនៅឡើយទេជាងឆេងខ្ញុំដឹងថាអ្នកស្អប់ខ្ញុំដែលបង្កបញ្ហានៅក្នុងពិធីមង្គលការស្អប់ដែលខ្ញុំនៅមានតែថ្ងៃនេះខ្ញុំមករកអ្នកនៅពាក់កណ្ដាលអាធ្រាត្រខ្ញុំសុំទោសអ្នកការសុំទោសគឺគ្មានប្រយោជន៍ទេខ្ញុំក៏មិនត្រូវការដែរខ្ញុំនឹងមិនឲ្យខ្ចីលុយទេជាងឆេងតើអ្នកពិតជាមិនអាចលើកលែងទោសឲ្យពួកយើងបានទេខ្ញុំដឹងថាខ្ញុំខុសហើយយើងនៅជាមួយគ្នា3ឆ្នាំហើយអ្នកមិនដែលប៉ះពាល់ខ្ញុំទេខ្ញុំសោកអ្នកឥឡូវនេះអ្នកមិនចូលចិត្តខ្ញុំទេខ្ញុំបំពេញចិត្តអ្នកកុំយកដៃខ្វក់របស់អ្នកមកប៉ះខ្ញុំកុំធ្វើឲ្យខ្ញុំខ្ពើមជាងឆេងខ្ញុំស្អាតស្អំទេមកនេះមក
អ្នកនាងយាយខ្ញុំគិតថាអ្នកយល់ច្រឡំហើយខ្ញុំជាងឆេងមិនមែនជាមនុស្សឆ្លៀតឱកាសទេហើយខ្ញុំក៏មិនចាប់អារម្មណ៍នឹងរាងកាយរបស់អ្នកដែរចង់ខ្ចីលុយក៏បានដែរស្លៀកពាក់ឲ្យបានត្រឹមត្រូវយើងនិយាយគ្នាតាមសម្រួលជាងឆេងលោកពិតជាសុខចិត្តឲ្យខ្ញុំខ្ចីលុយមែនទេខ្ចីលុយក៏បានចុះហត់ធ្លេខាលើនេះទៅលោកច្បាស់ថាមិនយកការប្រាក់ទេគ្រាន់តែបញ្ចាំឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យហើយក្នុងអំឡុងពេលបញ្ចាំប្រាក់ចំណូលទាំងអស់ពីឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យជារបស់ខ្ញុំឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យគឺជាឧស្សាហកម្មដែលអន់បំផុតរបស់ He Group ខាតបង់រហូតគ្មានប្រាក់ចំណេញសោះមិនដែរមិនអាចទទួលយកលក្ខខណ្ឌនេះបានទេជាងឆេងលោកពិតជានៅស្រឡាញ់ខ្ញុំមែនលោកកំពុងជួយពួកយើងដោយប្រយោលអត់ទេខ្ញុំទទួលយកលក្ខខណ្ឌនេះនាងមិនដឹងទេថាឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យរបស់ He Group នឹងបង្កើតបច្ចេកវិទ្យាថ្មីមួយក្នុងរយៈពេល3ខែទៀតតម្លៃដើមបានធ្លាក់ចុះ90ហើយក្លាយជាឧស្សាហកម្មស្នូលរបស់ He Group ភ្លាមការរកស៊ីនេះមិនខាតទេជាងឆេងអរគុណលោកមិនបាច់អរគុណទេគ្រាន់តែយកអ្វីដែលត្រូវការរៀនជាងឆេងប្រកាសជានៅស្រឡាញ់ខ្ញុំចុះរឿងសហការបន្តទៀតមិនបាច់ទេតាក់ទងលេខាខ្ញុំណែនកងឆេវទៅបានហើយលេខាស្រីជាងឆេងមិនក៏លោកប្រើលេខាស្រីចឹងហេតុអីខ្ញុំមិនអាចប្រើលេខាស្រីកាលលោកនៅជាមួយខ្ញុំពីមុនលោកប្រើតែលេខាប្រុសទេអ្នកនាងយាយពួកយើងបែកគ្នាហើយតើអ្នកមិនចេះដឹងរឿងគេបើគ្មានការអីទៀតទេអាចទៅបានហើយអ្នកនៅចង់សួរខ្ញុំរឿងលេងឆានទៀតអត់ទេខ្ញុំមិនអាចឲ្យតំណែងតារាតំណាងទៅគេទេប៉ុន្តែថ្មីនេះខ្ញុំបានវិនិយោគលើកម្មវិធីឡានមួយឈ្មោះក្តីគូល្បឿនខ្ញុំអាចដាក់គេចូលបានកុំឲ្យគេដើររំខានគេឯងពេញមួយថ្ងៃលោកអគ្គនាយកជេងលោកមានចិត្តទូលាយផ្ដល់តំណែងតារាតំណាងឲ្យខ្ញុំលោកអគ្គនាយកជេងគាត់មិនចង់ឲ្យលេងឆានបន្តរំខានខ្ញុំមែនទេជាងឆេងខ្ញុំនឹងរក្សាគម្លាតពីលេងឆានខ្ញុំនឹងលេងឆានគ្មានទំនាក់ទំនងអ្វីនឹងគ្នាទេនេះជារឿងផ្ទាល់ខ្លួនរបស់អ្នកបាច់រាយការណ៍ប្រាប់ខ្ញុំទេអូខេចឹងលោកសម្រាប់ចុះខ្ញុំចេញទៅសិនហើយមនុស្សស្រីម្នាក់នេះមានបញ្ហាខួរក្បាលមែនទេលឿនឡើងចិត្តយឺតហើយឃើញទេចិត្តយឺតម៉ោងធ្វើការស្កេនកាត់បរាជ័យខ្ញុំថាលេខាណែនកងនាងមកយឺតប៉ុន្មានដងហើយខ្ញុំនឹងកាត់ប្រាក់ខែចៅហ្វាយអាចមិនកាត់លុយបានទេបានតើប៉ុន្តែនាងត្រូវប៉ាវស្ករគ្រាប់ខ្ញុំទៀតស្ករគ្រាប់មង្គលការស្ករគ្រាប់មង្គលការរសជាតិមិនបានទេខ្ញុំមិនអាចឲ្យគាត់គិតផ្ដេសផ្ដាស់ទេមិនបានទេលោកកាត់លុយខ្ញុំទៅល្អជាងចឹងកាត់លុយចុះលោកកាត់មែនហេជិះឡានក្រុងមកចង្អៀតវេទនាណាស់ទៅហើយលោកនៅធ្វើបាបខ្ញុំទៀតណែនកងឈៀវយើលិនរួឈៀវមិនជូននាងមកធ្វើការទេហេឈៀវមិនសូវស្របផ្លូវទេខ្ញុំជិះឡានមកខ្លួនឯងលិនរួឈៀវធ្វើដាក់សង្សារខ្លួនឯងអន់ម្លេះចឹងកុំបន្ទោសខ្ញុំដែរក្នុងនាមជាលេខារបស់ខ្ញុំជាងឆេងពេលចេញទៅក្រៅត្រូវតែមានមុខមាត់ខ្ញុំទិញឡានឲ្យនាងមួយគ្រឿងទិញឡានតោះទៅទិញឡានឲ្យនាងនេះមិនសូវល្អទេដឹងគ្មានអីមិនល្អទេនាងធ្លាប់ប្រាប់ថាចូលចិត្តខ្ញុំហើយខ្ញុំក៏គិតថាពួកយើងស័ក្តិសមគ្នាដែរចាត់ទុកថាជាកាដូសម្រាប់សង្សារនាពេលអនាគតចុះតោះទៅសង្សារនាពេលអនាគតមិនដែរនាងចង់ធ្វើឥឡូវនឹងអ្នកណាចង់ធ្វើសង្សារលោកស្អីគេលេខាស្រីតោះទៅជាងឆេងសង្ហាណាស់មិនមែនថាទៅទិញឡានទេហេមិនក៏មកដល់ឡានប្រកាសជាត្រូវទិញហើយប៉ុន្តែត្រូវទិញមុខមាត់ឲ្យនាងសិនទិញខោអាវឲ្យនាងខ្លះបន្ទប់ផ្លាស់ខោអាវពួកយើងអត់លុយទេមិនអីទេការចំណាយថ្ងៃនេះខ្ញុំជាអ្នកចេញមែនហេក្នុងនាមជាសង្សារអនាគតរបស់ខ្ញុំនេះជារបស់ដែលនាងសមនឹងទៅខ្ញុំមិនទាន់យល់ព្រមផងចុះនាងថាចូលចិត្តខ្ញុំ
ចឹងខ្ញុំយល់ព្រមទៅបានហើយចុះនាងថាចូលចិត្តខ្ញុំចឹងខ្ញុំយល់ព្រមទៅបានហើយជាងឆាវលុយរបស់ជាងឆេងមិនយកគឺខាតខ្ញុំក៏កំពុងខ្វះខាតដែរកុំបន្ទោសខ្ញុំអីចឹងខ្ញុំមិនគួរសំទេខ្ញុំយកមួយនេះតែប៉ុណ្ណឹងមិនដែរខ្ញុំចង់មានន័យថានាងមានស្បែកជើងនិងខោអាវច្រើនណាស់ដែលត្រូវគូបកងកាបូបមួយមិននឹងគ្រប់យកម៉ូដថ្មីទាំងអស់នៅក្នុងហាងគ្រប់ពណ៌យកមកឲ្យខ្ញុំមួយមុខមួយខ្ចប់ទាំងអស់ចាស់លោកប្រុសចែងចំណាយលុយបែបនេះសប្បាយចិត្តជាងចំណាយលើយីខេងយាច្រើនណាស់ឈៀវយកខ្ញុំទៅគិតលុយសិននាងមើលខ្លួនឯងចុះខ្ញុំទៅតែឯងនេះកាត់ផ្ទាល់ខ្លួនរបស់ខ្ញុំពេញចិត្តអីអាចកូតបានតាមខ្ញុំទៅបងលុយសិនល្អណាស់មើលថែសង្សារខ្ញុំផងវ៉ាវឡាននេះលុយណាស់ភ្លឺចែងចាំងតែម្ដងពេញចិត្តទេមើលឡាន Ferrari ពណ៌ក្រហមនេះទៅសំនឹងខ្ញុំទេចូលរួមកម្មវិធីក្តីគូលបឿនលឿនប្រកាសជាតាក់ទាញភ្នែកគេមិនយីខេងយាយីខេងយាលេនរូឆាវត្រូវហើយប្រកាសជាចង់ខ្ចីនាងហើយមិនបាច់និយាយទេណែខេងយាយ៉ាងមិនដែរទិញឡាននេះឲ្យមួយទៅខ្ញុំពេញចិត្តលេងឆែនឲ្យឡានមួយគ្រឿងនេះបញ្ចប់ទំនាក់ទំនងរវាងពួកយើងចុះយកព្រមសម្រេចតាមនឹងចុះឡាននេះថ្លៃប៉ុន្មានខ្ញុំយកតាមអនឡាញតាក់តងជាងឆេងខាងក្រៅតាក់តងប្រុសក្មេងមុខក្រាស់មែនលោកមានន័យថាម៉េចលោកគិតថាសង្សារខ្ញុំគ្មានលុយទិញឡានឲ្យខ្ញុំមែនទេលោកឡាននេះមានគេឡាននេះខ្ញុំយកហើយលោកទៅមើលផ្សេងទៅស្រីស្អាតឡាននេះយ៉ាងហោចណាស់ក៏3លានដែរនាងមានលុយទិញទេមិនដឹងថាខ្ញុំគ្មានលុយទិញខ្ញុំឃើញនាងស្អាតបាត់ដែរតែពេញមួយទូខ្លួនគ្មានរបស់ប្រេនសោះនៅចង់ទិញឡានទំនើបទិញឡានអត្រឆាននិយាយស្អីហ្នឹងអ្នកនាងយីបើលេងឆែនពេញចិត្តឡាននេះហើយនាងបដូរយកមួយផ្សេងទៅគេចង់បានក៏ឲ្យគេហេនាងចាត់ទុកគេជាស្អីមកបងស្រីមិនក៏នាងមានកាតរបស់ជាងឆេងប្រកាសជាខ្ញុំអ្នកឲ្យនាងហើយឡាននេះខ្ញុំយកហើយគិតលុយទៅបាទលោកប្រុសចែងជាងឆេងលោកពិតជាឲ្យកាត់ទៅនាងមែនមិនដែរមានបញ្ហាអីកាត់មួយនេះពីមុនលោកឲ្យតែខ្ញុំប្រើទេមិនក៏លោកអាចឲ្យទៅស្រីផ្សេងហេនាងក៏និយាយដែរថាពីមុនគឺពីមុនឥឡូវគឺឥឡូវពួកនាងបែកគ្នាឈៀវយានិយាយត្រូវកាត់របស់ខ្ញុំចង់ឲ្យអ្នកណាក៏បានឈៀវយានាងជាលេខារបស់ជាងឆេងត្រឹមត្រូវមិនបដូរឈ្មោះមិនបដូរត្រកូលគឺខ្ញុំនឹងហើយជាងឆេងហេតុអីលោកឲ្យកាត់ទៅលេខាម្នាក់នាងមានព្រោះតែខ្ញុំពេញចិត្តនាងព្រោះតែឥឡូវខ្ញុំមានលុយស្អីគេជាងឆេងយកមែនទេហេណែលោកអគ្គនាយកជាងមិនមែនលោកទៅតែសារភាពស្នេហ៍យ៉ាងអធិកអធមជាមួយអគ្គនាយកលិនរួឈៀវទេណែនិយាយឲ្យស្អាតបាត់បន្តិចម៉េចត្រូវលោកអគ្គនាយកជាងរបស់យើងពិតជាមានការឲ្យលេខាធ្វើគ្មានការធ្វើលេមាត់លោកស្អុយណាស់មិនបាច់ចូលរួមកម្មវិធីក្តីគូលបឿនលឿនក្អីប្រយ័ត្នត្រូវគេបិទចោលជាងឆេងហាក់ដូចជាជាប់ចិត្តមែនតែនហើយជាងឆេងលេងឆែនមិនទាន់បានបកអាក្រាតអ្វីផងតើលោកចង់ចាប់ត្រីពីដៃមែនទេហេតុអ្វីពីមុនខ្ញុំមិនដឹងថាលោកជាមនុស្សសាវ៉ាយ៉ាងនេះកាលពីមុនពេលខ្ញុំជួលលើដើមឈើមិនឃើញលោកនិយាយល្អដាក់ខ្ញុំសំបីតែ2ម៉ាត់
រឿងរបស់លេនរូសៀវនិងខ្ញុំមិនពាក់ព័ន្ធនឹងនាងទេយ៉ាងណាក៏ដោយឈៀវយូគឺជាសង្សារអនាគតរបស់ខ្ញុំអ្នកណាធ្វើបាបនាងខ្ញុំនឹងធ្វើបាបអ្នកនោះពិតជាសង្ហាមែនប៉ុន្តែលោកក៏មិនអាចវាយមនុស្សដែរខ្ញុំមិនអាចវាយនាងទេខ្ញុំមិនអាចប្រមាថឪពុករបស់លោកប្រធានជេងបានទេវាយបានលោកប្រធានជេងវាយបានត្រឹមត្រូវវាយលោកប្រធានជេងអំបញ្ញមិញគឺខ្ញុំនិយាយមិនពីរោះខ្ញុំសុំទោសលោកសុំទោសជាងឆេងលោកអាចគុំវាយតម្លៃមនុស្សតែសម្បកក្រៅបានទេខ្ញុំមិនចូលចិត្តខ្ញុំមិនត្រូវការឲ្យនាងចូលចិត្តទេលោកពិតជាមិនខ្វល់ពីអារម្មណ៍ខ្ញុំបន្តិចសោះមែនទេខ្ញុំចាំបាច់ត្រូវខ្វល់មែនទេខ្ញុំខ្វល់តែពីសង្សាររបស់ខ្ញុំគឺគ្រប់ឈៀវយោបើនាងមានអារម្មណ៍ថាមិនអស់ចិត្តខ្ញុំនឹងបិទផ្លូវនាងតែម្ដងកុំមានរឿងអីនិយាយគ្នាស្រួលបួលកុំបិទផ្លូវខ្ញុំអីកញ្ញាណែងកងមែនទេកញ្ញាណែងកងអំបញ្ញមិញគឺមាត់ខ្ញុំថោកទាបខ្ញុំទះមាត់ខ្លួនឯងកញ្ញាណែងកងនាងអស់ចិត្តហើយឬនៅហឹមក៏បានដែរអីយ៉ាលោកប្រធានជាងមើលចុះសង្សារលោកបាត់ខឹងហើយលោកកុំប្រកាន់ខ្ញុំអីលេងឆែនហេតុអ្វីពីមុនខ្ញុំមិនដែលដឹងថាឯងថោកទាបយ៉ាងនេះជាងឆេងលោកស្អប់លេងឆែនខ្លាំងម្ល៉េះចាំបាច់ត្រូវតែប្រមាថគេបែបនេះស្អប់ប្រមាថគេមិនរាប់បញ្ចូលទេខ្ញុំគ្រាន់តែឆ្ងល់មនុស្សដែលមើលឃើញតែលុយបែបនេះពីមុននាងងឹតភ្នែកចូលចិត្តគេមែនទេជាងឆេងលោកនៅតែច្រណែនលេងឆែនមែនទេលោកប្រធានជាងគឺខ្ញុំខុសខ្ញុំមិនគួរដណ្ដើមស្រីពីលោកទេបែបនេះចោះលោកមិនមែនចូលចិត្តយីខេងយទេខ្ញុំប្រគល់នាងឲ្យលោកបានទេលោកកុំប្រកាន់ខ្ញុំអីណាឯងនិយាយថាម៉េចប្រគល់នាងលោកនិយាយថាម៉េចប្រគល់នាងលេងឆែនលោកចាត់ទុកខ្ញុំជាស្អីខេងយនាងមិនមែននិយាយថានាងចូលចិត្តខ្ញុំទេអីចឹងនាងគួរតែលះបង់ដើម្បីខ្ញុំប្រគល់ខ្លួនឲ្យលោកប្រធានជាងទៅដើម្បីឲ្យលោកប្រធានជាងអត់ទោសឲ្យភាពឆ្លើយរបស់ខ្ញុំមែនលេងឆែនហេតុអ្វីលោកធ្វើបែបនេះខ្ញុំលះបង់ដើម្បីលោកច្រើនណាស់ហេតុអ្វីលោកខ្ញុំបង្ខំនាងមែនទេទាំងនេះមិនមែននាងស្ម័គ្រចិត្តខ្លួនឯងទេបានហើយយ៉ាងណាក៏ដោយឥឡូវនាងជាមនុស្សរបស់លោកលេងឆែនហេតុអ្វីលោកធ្វើបែបនេះពិតមាត់លោកប្រធានជាងលោកពេញចិត្តទេអស់ចាណាស់សំដែងបានមិនអន់ទេឲ្យតែលោកប្រធានជាងចូលចិត្តមើលគឺល្អហើយលោកប្រធានជាងសូមទុកចិត្តចុះកម្មវិធីនោះពេលខ្ញុំបានឡើងខ្ញុំប្រកាសជាសំដែងឲ្យបានល្អប៉ុន្តែខ្ញុំនិយាយតាំងពីអង្កលថានឹងឲ្យឯងឡើងកម្មវិធីមិនមែនទេលោកប្រធានជាងលោកមានន័យថាម៉េចខ្ញុំសុំទោសរួចហើយយីខេងយើក៏ខ្ញុំសងលោកវិញដែរលោកមិនអាចលុបចោលកិច្ចសន្យាសង្សារខ្ញុំនិយាយថាឯងថោកទាបពេកហឹមពិតជាថោកទាបមែនមនុស្សដូចជាគេបើខ្លាយជាតារាល្បីប្រហែលជានាំក្មេងជាច្រើនឲ្យខូចមិនខានខ្ញុំក៏គិតអីចឹងដែរបិទផ្លូវចោលតែម្ដងទៅកុំឲ្យខូចអនាគតក្មេងជំនាន់ក្រោយទេពួកឯងកុំបង្ខំខ្ញុំលេងឆែនឯងធ្វើស្អីហ្នឹងលេងនាងទៅលេងឆែនលោកកុំធ្វើរឿងឆោតល្ងងគឺពួកឯងបង្ខំខ្ញុំគ្រាន់តែចង់ល្បីខ្ញុំគ្រាន់តែចង់យកនាងរត់ទៅលេងឆែនឯងចង់ឡើងកម្មវិធីចង់បានការផ្សាយពាណិជ្ជកម្មមែនទេខ្ញុំយល់ព្រមទាំងអស់ខ្ញុំមិនជឿអំបញ្ញមិញឯងបោកប្រាស់ខ្ញុំឥឡូវខ្ញុំយកទូរស័ព្ទទេទៅចាត់ចែងឲ្យឯងចាំហេមែនឡើងកម្មវិធីក្តីគូលបឿនលឿនខមែនទេផ្សាយពាណិជ្ជកម្មម៉ាកល្បីខ្ញុំថែមទាំងឲ្យលុយខ្ញុំសន្យានឹងឯងលេងខ្ញុំអំបញ្ញមិញភ័យចង់ស្លាប់មិនអីទេបញ្ជូនគេទៅប៉ុស្តិ៍ប៉ូលីសលោកប្រុសចែងខ្ញុំខុសហើយកុំចាប់ខ្ញុំលេងឆែនអំបញ្ញមិញលោកកំពុងប្រព្រឹត្តបទល្មើសខ្ញុំជួយលោកមិនបានទេយីខេងយានាងមិនមែនស្រឡាញ់ខ្ញុំបំផុតទេអំបញ្ញមិញខ្ញុំគ្រាន់តែឆេវឆាវមួយពេលនាងមិនអាចឃើញខ្ញុំស្មានថាមនុស្សដែលខ្ញុំស្រឡាញ់គឺជាលោកប៉ុន្តែខ្ញុំខុសហើយអ្វីដែលខ្ញុំស្រឡាញ់គ្រាន់តែជាបុរសក្នុងក្តីស្រមៃរបស់ខ្ញុំប៉ុណ្ណោះមិនមែនជាលោកជាងឆេងលេងឆែនសំមុខហើយខ្ញុំមិនសុំការអនុគ្រោះជំនួសគេទេយីខេងយាជាងឆេង
ចាំមើលពេលខ្ញុំចេញទៅវិញខ្ញុំនឹងសម្លាប់ពួកឯងនាងមិនអីទេមែនទេខ្ញុំមិនអីទេជាងឆេងអរគុណលោកលិនឆេននោះគួរឲ្យស្អប់ពេកហើយឲ្យពូឈៀវជួយប្រដៅគេផងខ្ញុំនៅតែនាំនាងទៅមន្ទីរពេទ្យពិនិត្យមើលសិនជាងឆេងខ្ញុំមានរឿងចង់និយាយជាមួយលោកយូរពួកយើងត្រូវគ្នាវិញទៅជាងឆេងគឺខ្ញុំខុសខ្ញុំសុំទោសលោកពីមុនគឺខ្ញុំមិនខ្វល់ពីអារម្មណ៍លោកខ្ញុំសុំទោសលោកពួកយើងត្រូវគ្នាវិញទៅណាខ្ញុំបដិសេធហេតុអ្វីលោកច្បាស់ជានៅស្រឡាញ់ខ្ញុំហេតុអ្វីលោកធ្វើបែបនេះលោកកុហកខ្ញុំថាលិនរស់សៀវជាសង្សារលោកថែមទាំងឲ្យកិច្ចសន្យាដែលលេងឆែនហែកចោលទៅគេទៀតឥឡូវដើម្បីជួយខ្ញុំនាងជាសង្សារលោកទៅតាមគេតើលោកចង់ធ្វើបែបនេះគឺដើម្បីឲ្យខ្ញុំខឹងឲ្យខ្ញុំប្រច័ណ្ឌមែនទេនាងមិនគិតច្រើនពេកទេគិតច្រើនលោកបដិសេធការលះបង់របស់ខ្ញុំហើយឲ្យខ្ញុំយកទ្រព្យសម្បត្តិដែលខាតបង់បំផុតរបស់ក្រុមហ៊ុនយីមកលោកច្បាស់ជានៅខ្វល់ពីខ្ញុំស្រឡាញ់ខ្ញុំគ្រាន់តែជាការដោះដូរប៉ុណ្ណោះនិយាយតែរឿងចំនួនមិននិយាយរឿងមនោសញ្ចេតនាឆេងហេតុអ្វីលោកធ្វើបែបនេះនៅក្នុងវេឆាតលោកច្បាស់ជាប្រាប់ខ្ញុំថាពិតណាស់ខ្ញុំចង់បន្តជាមួយនាងខ្ញុំមិនមែនលុបនាងចោលហើយទេនេះជាអ្នកណាផ្ញើនេះគឺខ្ញុំផ្ញើមិនមែនទេនាងជាអ្នកណាមិនបានជាងឆេងមិនអាចត្រូវគ្នាជាមួយយីខេងយកវិញទេជាងឆេងក្នុងអំឡុងពេលដែលគ្មានលោកនេះមិនថាខ្ញុំធ្វើអ្វីខ្ញុំមានអារម្មណ៍ថាខ្វះអ្វីម្យ៉ាងនៅក្នុងជីវិតខ្ញុំគ្រប់ទីកន្លែងសុទ្ធតែជាស្រមោលលោកខ្ញុំមិនអាចរស់នៅគ្មានលោកទេចុះវាពាក់ព័ន្ធអីនឹងខ្ញុំជាងឆេងលោកមិនអាចចាក់ចេញពីខ្ញុំទេខ្ញុំអាចចាក់ចេញពីនាងតើថ្ងៃដែលគ្មាននាងគុំនិយាយថាខ្ញុំសប្បាយចិត្តប៉ុណ្ណាខ្ញុំមិនបាច់រៀបចំបាយទឹក3ពេលតែទឹកក្តៅឲ្យនាងមិនបាច់ខំប្រឹងគិតជួយបង្កើតភាពរ៉ូមែនទិកភាពអស្ចារ្យឲ្យនាងមិនបាច់ជួយនាងដោះស្រាយវិបត្តិចំនួនវិបត្តិទំនាក់ទំនងសាធារណៈខ្ញុំក៏មិនបាច់ខំប្រឹងគិតទាំងកាត់ភ្លៀងធ្វើរឿងដែលខំប្រឹងហើយមិនបានផលនេះគឺជាខ្ញុំនៅក្នុងក្រសែភ្នែកលោកមែនទេខ្ញុំមិនបាច់តាមចិត្តនាងទៀតទេមិនបាច់លួងលោមនាងមិនបាច់ប្រយ័ត្នប្រយែងមិនបាច់អន់លំទោនជីវិតសប្បាយបែបនេះទើបជាជីវិតមនុស្សជីវិតដែលខំប្រឹងហើយមិនទទួលបានការឆ្លើយតបជីវិតជាអ្នកតាមត្រនោះនាងគួរតែឲ្យអ្នកផ្សេងសាកល្បងចោះជាងឆេងគឺខ្ញុំខុសខ្ញុំសុំទោសលោកពីមុនគឺខ្ញុំមិនខ្វល់ពីអារម្មណ៍លោកខ្ញុំសុំទោសលោកពួកយើងត្រូវគ្នាវិញទៅណាជាងឆេងខ្ញុំដឹងថាគឺលោកផ្ញើបើលោកនៅស្រឡាញ់ខ្ញុំលោកនិយាយមកត្រង់មកកុំឲ្យនាងមកលូកដៃកញ្ញាយីសារនេះពិតជាខ្ញុំអ្នកផ្ញើមែនខ្ញុំក្នុងនាមជាសង្សារបច្ចុប្បន្នរបស់ជាងឆេងខ្ញុំយកទូរស័ព្ទសង្សារខ្ញុំមកឆ្លើយសារតើវាចូលនាងចិត្តណាបោកប្រាស់ខ្ញុំដល់ក្តីសង្ឃឹមឲ្យនាងបន្តិចសិនរួចចាំឲ្យនាងអស់សង្ឃឹមដើម្បីកុំឲ្យនាងថ្ងៃក្រោយមកតាមរំខានជាងឆេងទៀតជាងឆេងលោកក៏គិតបែបនេះដែរពួកលោកសហការគ្នាដើម្បីបោកប្រាស់ខ្ញុំកញ្ញាយីខ្ញុំគ្មានចិត្តណាបោកប្រាស់នាងទេបើនាងមានអារម្មណ៍ថារំខានខ្ញុំសុំទោសនាងប៉ុន្តែខ្ញុំចង់បញ្ជាក់ម្ដងទៀតពួកយើងចប់ហើយនឹងមិនត្រូវគ្នាវិញទេពួកយើងទៅជាងឆេងជាងឆេងជាងឆេងលោកប្រុសជាងឯកសាររួចរាល់ហើយលោកអាចយកឡានចេញបានហើយណែនាងបើកសិនទៅជាងឆេងខ្ញុំមិនមែនចិត្តណាប្រើវេឆាត់លោកទេមិនអីទេនាងជាសង្សារបច្ចុប្បន្នរបស់ខ្ញុំប្រើវេឆាត់ខ្ញុំជារឿងត្រឹមត្រូវហើយលោកនិយាយមែនខ្ញុំនឹងយីខេញចប់ហើយលិនរស់សៀវក៏គ្រាន់តែជាការសម្ដែងមួយពេលដែរឈៀវយកខ្ញុំពិតជាចូលចិត្តនាងណាស់នាងទៅជាសង្សារពេញសិទ្ធិរបស់ខ្ញុំតើគួរប្រាប់ជាងឆេងពីទំនាក់ទំនងខ្ញុំនឹងឆាវឈៀវទេបានហើយមានរឿងអីចាំនិយាយគ្នាសាក់ឡានថ្មីនាងទៅតោះនៃឆេវយកនាងបើកទ្វារខាងអ្នកដំណើរធ្វើអីចង់ឲ្យខ្ញុំបើកឲ្យមែនទេខ្ញុំអ្នកបើកហេឡានទិញឲ្យនាងបើនាងមិនបើកអ្នកណាអ្នកបើកនាងមិនមែនអត់បានបើកបោះទេមិននឹងអាចទៅខ្ញុំប្រឡងវិញ្ញាសាទី1បាន30ពិន្ទុជាប់អ្នកនាងធំវិញ្ញាសាទី1តតែ90ពិន្ទុទៅជាប់ចង់កោះវាទេខ្ញុំមិនមែនជាអ្នកបើកបោះជំនាញទេប្រុសស្អាតបងស្រីនាំឯងទៅជិះលេងជីឡាននេះមិនក៏មិនទៅមុខអីចឹងនោះគឺជាហ្វ្រាំងហាសុំទោសច្រឡំបច្ចេកទេសនាងចេះបើកអត់នឹងបើកយឺតបន្តិចទៅឈៀវមិនដែលឲ្យខ្ញុំបើកឡានប្រណាំងបែបនេះពីមុនមកទេពិតជាលឿនបន្តិចទៅយឺតខ្ញុំនៅតែគិតថាមិនទាន់លឿនគ្រប់គ្រាន់ទេត្រូវតែ
ប្រយ័ត្នឆាប់ឈប់ឡានភ្លាមឈៀវតើយេងឆេងនៅក្រុមហ៊ុនទេខ្ញុំទូរស័ព្ទទៅគាត់តែគាត់លោកជាងបាននាំអ្នកនាងណែងកងចេញទៅក្រៅតាំងពីព្រឹកព្រលឹមឥឡូវនៅមិនទាន់ត្រឡប់មកវិញទេអ្នកគួរតែសួរគាត់ដោយខ្លួនឯងគាត់នាំណែងកងឆេវចេញទៅក្រៅគាត់មិនធ្វើបាបឆេវទេមែនទេខ្ញុំត្រូវតែទៅរកពួកគេខេញតាក្រពះអូនមិនស្រួលមែនទេបងបានស្ងោររបរសម្រាប់ជំនួយក្រពះឲ្យអូនបងបានឲ្យម៉ែវងយកទៅឲ្យអូនចងចាំញ៉ាំផងណាហេញទោះបីជាអូនមិនចង់ជួបបងប៉ុន្តែថ្ងៃនេះជាថ្ងៃកំណើតរបស់អូនបងបានដុតកាំជ្រួចសម្រាប់អូនងើបមុខមើលទៅមនុស្សពេញទីក្រុងអាចមើលឃើញវាហេញបងចិត្តដល់កំពូលភ្នំស៊ីវិញហើយគេថាបើបួងសួងនៅទីនោះឋានសួគ៌នឹងលឺបងចង់បួងសួងសុំកុំឲ្យពួកយើងបែកគ្នាគ្រប់ជាតិហេញបងបានបញ្ចុះបញ្ចូលឪពុកម្ដាយបងហើយពួកយើងនឹងរៀបការនៅខែក្រោយជាងឆេងខ្ញុំស្ដាយក្រោយហើយលោកត្រឡប់មកវិញបានទេលេនរួសៀវយីខេញនាងរកខ្ញុំធ្វើអីលេនរួសៀវជាងឆេងបានបាត់ខ្លួនហើយថាម៉េចនាងថាជាងឆេងបាត់ខ្លួនតើមានរឿងអ្វីកើតឡើងគាត់បាននាំឆេវចេញទៅក្រៅតាំងពីព្រឹកព្រលឹមមិននៅក្រុមហ៊ុនហើយក៏មិននៅផ្ទះដែរឥឡូវខ្ញុំតាក់ទងគាត់មិនបានសោះឆេវនាងចង់និយាយពីលេខារបស់គាត់មែនហើយឥឡូវខ្ញុំសង្ស័យថាគាត់នាំឆេវទៅបើកបន្ទប់ត្រូវហើយពីមុននាងនឹងជាងឆេងធ្លាប់ទៅសន្តាគារណាឆាប់នាំខ្ញុំទៅទីនោះភ្លាមមិនអាចបណ្ដោយខ្ញុំមិនដែលបើកបន្ទប់ជាមួយជាងឆេងទេថាម៉េចនាងមិនមែនជាសង្សារតនិយាយរឿងនេះអីខ្ញុំឃើញនៅហាងលក់ឡានថាពួកគេបានទិញឡានមានប្រព័ន្ធ Apps បុគ្គលិកហាងគួរតែដឹងខ្ញុំនឹងទូរស័ព្ទទៅសួរបានឆាប់សួរទៅពួកគេទៅភ្នំណែនសិនទីតាំងបង្ហាញថានៅលើផ្លូវវូមិងហើយមិនផ្លាស់ប្ដូរយូរហើយថាម៉េចប្រហែលជាមានរឿងអ្វីកើតឡើងចំពោះពួកគេហើយឈៀវធ្វើឲ្យខ្ញុំភ័យចង់ស្លាប់ពួកយើងចេញមកក្រៅសិនកាត់អីជើងរបស់ខ្ញុំដូចជាក្រឡាហើយខ្ញុំប្រាប់នាងហើយថាឲ្យបើកយឺតសំណាងហើយដែលមនុស្សមិនអីគ្រាន់តែក្រលាស់ជើងនាងសម្រាប់នៅទីនេះសិនទៅខ្ញុំមិននឹងដឹងថាមានគេបើកបញ្ច្រាស់ទេបានហើយមិនអីទេឡានខូចហើយទូរស័ព្ទគ្មានសេវាទេរកកន្លែងស្នាក់នៅក្បែរនេះសិនទៅបើមិនអញ្ចឹងទេចិញ្ចឹមមូសឬតោះទៅខ្ញុំដើរមិនរួចទេឈៀវជាងមិនក៏គ្មានមនុស្សពងសុវត្ថិភាពមិនបានបងចេញមកទេពួកគេគួរតែនៅក្បែរនេះពួកយើងឆាប់ទៅមើលទៅសង្ឃឹមថាជាងឆេងមិនអីទេគាត់គួរតែមិនអីទេកុំឲ្យខ្ញុំតាមទាន់គាត់ឲ្យសោះតោះទៅជាងឆេងដាក់ខ្ញុំចុះថៅកែជួយបើកបន្ទប់2អីយ៉ាសុំទោសអ្នកទាំងពីរនៅទីនេះសល់តែមួយបន្ទប់ទេមួយមិនអីទេលោកមើលថាតើមានកន្លែងផ្សេងទៀតទេ
មិនបានទេក្នុងអំឡុងពេលឈប់សម្រាកភ្ញៀវទេសចរមកខេងយ៉ាន់ច្រើនណាស់នៅទីនេះពេញអស់ហើយពិតជាសតែមួយបន្ទប់មែនយ៉ាងណាក៏ដោយអ្នកទាំងពីរជាសង្សារនឹងគ្នាស្នាក់ពួកយើងជាងឆេងយកមួយបន្ទប់នឹងចុះខ្ញុំមិនប្រកាន់ទេមកនៅទីនេះការពារសម្លេងគឺមធ្យមប៉ុន្តែថ្ងៃនេះមានព្យុះកូររន្ទះអ្នកមិនបាច់ខ្លាចសម្លេងខ្លាំងពេកគេទេថៅកែមានបន្ទប់ទេសុំទោសពេញហើយពេញថៅកែអំបញ្ញមិញមានប្រុសម្នាក់ស្រីម្នាក់មកទីនេះមែនទេអូអ្នកចង់និយាយពីគូស្នេហ៍វ័យក្មេងនោះមែនទេគូស្នេហ៍មែនហើយក្មេងស្រីនោះក្រលាស់ជើងសង្សាររបស់នាងបាន3នាងឡើងទៅពួកគេអាចបើកបន្ទប់បានយ៉ាងម៉េចតើពួកគេបើកមួយបន្ទប់ហេតុអ្វីបានជាលោកឲ្យពួកគេបើកមួយបន្ទប់ហេតុអ្វីមិនអាចឲ្យពួកគេបើកមួយបន្ទប់ប្រុសម្នាក់ស្រីម្នាក់ស្នាក់នៅបន្ទប់តែមួយបានយ៉ាងម៉េចក៏ស្រាប់តែភ្លៀងខ្លាំងម្លេះមិនដឹងថាពួកគេមកពីបារម្ភផ្លូវទៅតែភ្លៀងពួកគេមិនគួរទៅឆ្ងាយខ្ញុំបារម្ភពីជាងឆេងខ្ញុំបារម្ភពីឆាយរបស់ Nelen Ruchel ជាងឆេងទៅជាសង្សាររបស់នាងបែរជាមិនខ្វល់ពីគាត់សោះតើនាងនិងណេងកងឆាយមានទំនាក់ទំនងអ្វីរឿងនេះមិនបាច់នាងខ្វល់ទេនៅក្នុងចិត្តខ្ញុំឆាយសំខាន់ជាងជាងឆេង10000នាងបារម្ភពីណេងកងឆាយខ្លាំងម្លេះមិនដឹងថានាងកំពុងលួចសង្សារនាងទេនាងមានន័យថាម៉េចជាងឆេងបានប្រាប់ខ្ញុំថាណេងកងឆាយទៅជាសង្សាររបស់គាត់មិនមែនទេជាងឆេងគាត់មានន័យថាម៉េចមើលទៅអ្នកខ្លះកំសត់ជាងខ្ញុំទៅទៀតត្រូវមិត្តភ័ក្ដិលួចសង្សារថាម៉េចជាវរបស់ខ្ញុំត្រូវបានជាវនាងមិនអាចចាញ់បោកជាងឆេងទេមនុស្សប្រុសគ្មានមួយណាល្អទេនាងមានន័យថាម៉េចខ្ជិលនិយាយជាមួយនាងណាសួស្ដីជួយបើកបន្ទប់មួយឲ្យខ្ញុំបើកឲ្យខ្ញុំមួយដែរសុំទោសអ្នកនាងទាំងពីរនៅទីនេះសតែមួយបន្ទប់ក្រែធំទេថាម៉េចអញ្ចឹងបើកមួយបន្ទប់ទៅកាត់អីសុទ្ធតែជាស្រីដូចគ្នានាងនៅអៀនទៀតមិនអីទេអញ្ចឹងបើកមួយបន្ទប់ទៅ886នៅក្បែរ888ខ្ញុំចូលទៅហើយហត់ចង់ស្លាប់ម៉ាក់ជាងឆេងយកកន្សែងឲ្យខ្ញុំមួយបានឈៀវយោខ្ញុំដូចជាបានឬសំឡេងរបស់ឈៀវយោមិនក៏ខ្ញុំមិនបានឬនាងស្ដាប់ច្រឡំទេដឹងឆាប់ចូលមកខ្ញុំចង់ងូតទឹកបើមិនអញ្ចឹងខ្លួនសោមជោគអស់ហើយមិនងូតទឹកមិនឈៀវយោខ្ញុំមិនលួចមើលនាងទេជាងឆេងលោកមិនមែនមិនដូចគេទេមិនដូចគេត្រង់ណាមកកុំកម្រើកឈឺណាស់ខ្ញុំពិតជាមិនជូតទេជាងឆេងលោកពិតជាអញ្ចឹងនាងមិនមើលថាខ្ញុំជាអ្នកណាក្មេងល្អនាងគឺជាផ្កាយព្រឹកផ្កាយយប់នេះខ្ញុំនិងយីខេងយ៉ាបានបញ្ចប់ហើយជាមួយលិនរੂសៀវក៏គ្រាន់តែជាការសម្ដែងតាមកាលៈទេសៈប៉ុណ្ណោះឈៀវយកខ្ញុំពិតជាចូលចិត្តនាងណាស់នាងទៅជាស្នេហ៍ពិតរបស់ខ្ញុំជាងឆេងលោកពិតជាចូលចិត្តខ្ញុំមែនទេចូលចិត្តសុំទោសឈៀវខ្ញុំដូចជានៅតែចូលចិត្តមនុស្សប្រុសខ្ញុំនិងយីខេងយ៉ាបានបញ្ចប់ហើយជាមួយលិនរੂសៀវក៏គ្រាន់តែជាការសម្ដែងតាមកាលៈទេសៈប៉ុណ្ណោះឈៀវយកខ្ញុំពិតជាចូលចិត្តនាងណាស់នាងទៅជាស្នេហ៍ពិតរបស់ខ្ញុំជាងឆេងលោកពិតជាចូលចិត្តខ្ញុំមែនទេចូលចិត្តសុំទោសឈៀវខ្ញុំដូចជានៅតែចូលចិត្តមនុស្សប្រុសសំឡេងបរិយាកាសយប់ជ្រៅហើយមិនដឹងថាឈៀវយកកំពុងធ្វើអ្វីទេមិនក៏គ្មានសំឡេងអញ្ចឹង
anh កំពុងធ្វើអីហ្នឹងស៊ូមកនេះឯកមក靠上去យូទេ林若香មិនក៏ខ្ញុំឬដូចជាមានគេកំពុងតែធ្វើរឿងនោះអញ្ចឹងមែនទេឬមួយក៏ឲ្យខ្ញុំទៅមើល要不我去看看យូទេanh កុំលួចស្ដាប់គេធ្វើរឿងនោះអីគេធ្វើបានមិនក៏មិនឲ្យយើងស្ដាប់是我允许他们做还不មានអី让别គួរ人听吗ឲ្យស្ដាប់ទៅ有什么好听的我去睡觉了មើលមិនឃើញស្រីនៅបន្ទប់ជាប់គ្នាទេsaoនាងទ្រាំបានយ៉ាងម៉េចទៅឯងខ្វល់ច្រើនមែន管那么多干什么ទេ呀ទៅ睡觉哎លោឡាណាស់មិនឲ្យគេដេកខ្លួនទេអីមិនបានទេឯងត្រូវតែទៅនិយាយជាមួយខ្ញុំមិនទៅទេឯងទៅខ្លួនឯងទៅ不要你自己去មិនបានទេយូឆេងយូឯងត្រូវតែទៅកំដរខ្ញុំតោះឆាប់ឡើងតោះ走啊哎呦ឆេងខ្ញុំមកចាប់ខ្លួនអាភាសមែនទេ我是来និយាយស្អីហ្នឹងខ្ញុំរកស៊ីស្របច្បាប់តើ我是合法枪ឬមួយក៏ខ្ញុំគួរតែ要不我还是去看看吧要不我还是去看看吧千香肠ឆេងឯងធ្វើអីឆាវយកហ្នឹងឆេងអំបាញ់មិញពួកឯង刚刚就是你们在បើពួកឯងដឹងហើយខ្ញុំសូមប្រកាសជាផ្លូវការតែម្ដង那我ទៅ正式宣布លែនឆេវយូគឺជាសង្សាររបស់ខ្ញុំ啊